អនុញ្ញាតស្វាគមន៍និងគោរពជម្រាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីរាប់អានជួបគ្នាជាថ្មីម្ដងទៀតនៅក្នុងវីដេអូថ្ងៃថ្មីដែលថ្ងៃនេះគឺខ្ញុំបាទនឹងបន្តទៅកាន់រឿងរ៉ាវរបស់បងយឿននិងបងសឹងដែលជាការសំណូមពររបស់ប្រិយមិត្តជាច្រើនស្នើសុំឲ្យចេញរឿងរបស់បងយឿននិងបងសឹងឲ្យបានឆាប់មកហើយថ្ងៃនេះគឺខ្ញុំនឹងបំពេញបំណងជូនដែលរឿងរ៉ាវថ្ងៃនេះគឺមានចំណងជើងថាបេសកកម្មកំចាត់បិសាចបុរាណកាលសម្រាប់រឿងរ៉ាវមួយនេះទៀតសោតគឺមានពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវកាលពីភាគមុនជាពិសេសគឺរឿងខ្មោចទឹកយកជីវិតមនុស្សហើយសម្រាប់បងប្អូនដែលជាប្រិយមិត្តថ្មីកុំភ្លេចចូលទៅស្ដាប់រឿងរ៉ាវកាលពីភាគមុនសិនដែលខ្ញុំនឹងដាក់ link នៅក្នុង description ខាងក្រោមក៏ព្រោះតែរឿងពីរនេះគឺមានភាពបតិកលានិងទំនាក់ទំនងគ្នារហូតដល់ទៅជាង 70% ឯណោះអញ្ចឹងបើសិនជាបងប្អូនយើងមិនទាន់បានស្ដាប់រឿងកាលពីភាគមុននោះប្រកាសជាពិបាកយល់ដំណើរខ្សែរឿងភាគមួយនេះហើយបើសិនជាបងប្អូនគិតថាមិនចង់ស្ដាប់រឿងកាលពីភាគមុនទេអូខេអាចស្ដាប់បានប៉ុន្តែព្យាយាមតាមដានបន្តិចព្រោះថាតួអង្គគឺមានមកពីភាគមុនអញ្ចឹងរៀងពិបាកយល់បន្តិចប៉ុន្តែបើព្យាយាមអាចនឹងយល់ដូចគ្នាអញ្ចឹងបងប្អូនយើងប្រកាសជាឆ្ងល់ទៀតហើយថាតើដំណើររឿងនៃភាគមួយនេះបងទាំងពីរនាក់គាត់ជួបនៅបញ្ហាអ្វីខ្លះហើយតើគាត់ត្រូវបំពេញបេសកកម្មមួយហ្នឹងដោយវិធីណាមួយវិញទៀតតើបិសាចបុរាណកាលនោះគឺវាកើតឡើងដោយរបៀបណាអញ្ចឹងកុំភ្លេចរងចាំស្ដាប់ទាំងអស់គ្នាប៉ុន្តែមុននឹងទៅដល់រឿងរ៉ាវលម្អិតនៃភាគមួយនេះសូមជួយចុច Subscribe Channel Rehu រួមជាមួយនឹង Channel Kim Chinky ដែលជា Channel ថ្មីរបស់ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទក្នុងការធ្វើវីដេអូបន្តដំណើររឿងយើងចាប់ផ្ដើមពីត្រង់ចំណុចដែលបងយឿននិងបងសឹងនេះគាត់បញ្ចប់បេសកកម្មរបស់គាត់នៅក្នុងភូមិរបស់ដង្ខៅមើលដែលគាត់បានជួយបណ្ដេញខ្មោចទឹកហើយជាពិសេសហ្នឹងគឺបានជួយសង្គ្រោះអាយុជីវិតកូនស្រីរបស់ដង្ខៅមើលគឺនាងកណ្ថាក៏ព្រោះតែនាងកណ្ថាគឺត្រូវបានប្រលឹងវិញ្ញាណខ្មោចទឹកហ្នឹងចូលសន្ធិដ្ឋហើយយាយសឹងតែយកអាយុជីវិតរបស់នាងហើយអ្នកដែលបញ្ជាខ្មោចទឹកនោះមកក៏ត្រូវបានវេកកាយឃើញមកដែរប៉ុន្តែសម្រាប់បងទាំងពីរគឺគាត់មិនបានសម្លាប់បុគ្គលម្នាក់នោះទេគាត់បានទុកជីវិតឲ្យបុគ្គលម្នាក់នោះហើយគាត់គ្រាន់តែរំលាយនៅអាគមគាថាដែលមាននៅក្នុងខ្លួនរបស់បុគ្គលម្នាក់នោះទៅបានហើយបន្ទាប់ពីបញ្ចប់បេសកកម្មនេះបងយឿននិងបងសឹងគាត់ក៏ត្រូវមានដំណើរបន្តរបស់ពួកគាត់ដែរដោយពួកគាត់ត្រៀមខ្លួននឹងចាកចេញពីឯនភូមិមួយនេះតាមពិតទៅពីដើមឡើយគឺគាត់មិនមានបំណងថាចូលមកក្នុងភូមិនេះដើម្បីបំពេញបេសកកម្មអ្វីមួយនោះទេពួកគាត់ធ្វើដំណើរគឺគ្រាន់តែឆ្លងកាត់ប៉ុណ្ណោះប៉ុន្តែនៅពេលដែលឆ្លងកាត់ទៅពួកគាត់ក៏ទទួលបានដំណឹងថាអ្នកភូមិគឺមានបញ្ហាតាក់ទងទៅនឹងកិច្ចការងារដែលគាត់ចេះចាំស្រាប់អញ្ចឹងបើសិនជាគាត់ចេះហើយគាត់មិនជួយវាក៏មិនកើតណាមួយគឺគាត់ទទួលបានគេហៅថាការស្នើសុំពីអ្នកភូមិផងអញ្ចឹងគាត់ក៏មិនឈប់អបដៃមើលទៅបំពេញបេសកកម្មមួយនេះហើយដំណើរបន្តរបស់បងយឿននិងបងសឹងដែលជាផែនការរបស់គាត់គឺត្រូវវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគាត់រៀងខ្លួនវិញដើម្បីទៅរស់នៅជាមួយឪពុកម្ដាយដើម្បីស្វែងរកសុភមង្គលសម្រាប់ជីវិតយ៉ាងណានៅមុនពេលចាកចេញពីដែនភូមិរបស់ដង្ខៅមើលមួយនេះបងទាំងពីរនាក់គាត់ក៏បាននាំគ្នាដើរលេងនៅក្នុងភូមិសិនដើម្បីមើលបរិយាកាសនៅក្នុងភូមិថាតើការរស់រានរបស់អ្នកភូមិបន្ទាប់ពីបណ្ដាញអាខ្មោចទឹកនឹងទៅពួកគាត់រស់នៅបែបម៉េចដែរនៅគ្រាដែលកំពុងតែធ្វើដំណើរដើរលេងនៅក្នុងភូមិមើលគេលក់ដូរជាពិសេសទៅកាន់ទីប្រជុំជននៅក្នុងទីផ្សារហ្នឹងឯងពេលនោះបងសឹងនេះគាត់ក៏បានចំអែចំអន់បងអាប់បងយឿនតាក់ទងទៅនឹងរឿងនាងកណ្ថាដែលជាកូនស្រីរបស់ដង្ខៅមើលដោយបងយឿនគាត់និយាយថាអញមើលទៅនាងកណ្ថាហ្នឹងដូចជាចាប់អារម្មណ៍ហើយណាយឿនពេលនោះបងយឿនគាត់ក៏សើចគាត់ក៏និយាយថាអើយកុំចេះតែគិតតែម្នាក់ឯងហើយគិតមើលគេជានរណាអញជានរណាប៉ុន្តែសម្រាប់បងសឹងគឺគាត់នៅតែជំទាស់អញ្ចឹងគាត់ថាអញច្បាស់ក៏ព្រោះតែអញមើលមនុស្សគឺងាយខុសឯងអញមើលទៅអត្តចរិតរបស់នាងគឺមានចិត្តប្រតិបត្តិមកលើហើយប៉ុន្តែហើយដឹងមិនដឹងអញក៏មិនដឹងដែរដឹងត្រឹមតែអញហ្នឹងគឺមើលនាងយល់តែប៉ុណ្្នឹងបន្ទាប់ពីលឺបងសឹងនិយាយបែបនេះហើយបងយឿនគាត់ក៏បន្តទៀតថាអញក៏មិនដឹងដែរប៉ុន្តែហើយគិតមើលម្ដងទៀតទៅថានាងគឺជានរណានាងគឺជាកូនសេដ្ឋីកូនដង្ខៅដែលមានទ្រព្យសម្បត្តិយ៉ាងមហាសាលហើយមិនត្រឹមតែមានទ្រព្យសម្បត្តិស្រុកស្រំប៉ុណ្ណឹងទេនាងឪពុកនាងក៏មានឋានន្តរស័ក្តិមានមុខងារមានគេហៅថាគេឈ្មោះខ្ពស់បោះសម្លេងដែរ
នាងខ្ពស់ប៉ុណ្ណឹងណានាងគឺមិនអាចសម្លឹងក្រោមទេហើយបើសិនជាប្រៀបធៀបនាងប្រៀបបីដូចជាមេឃអញនេះប្រៀបបីដូចជាដីអញ្ចឹងវាអត់មានអីដែលត្រូវពាក់ព័ន្ធគ្នាបន្តិចមួយវិញទៀតណាបើសិនជាឧទាហរណ៍ថានាងក៏ថាគឺពិតជាមានចិត្តប្រតិព័ទ្ធមកលើអញមែនណាសួរថាដង្ខៅមើលដែលជាឪពុកនាងនោះសួរថាគាត់យល់ព្រមអត់ពួកគាត់អ្នកមានគឺគាត់ចង់ផ្សំគុំកូនរបស់គាត់ទៅជាមួយនឹងអ្នកមានដូចគ្នាហើយបន្ទាប់ពីនិយាយបែបនេះបងយឿនគាត់ក៏ដកដង្ហើមធំបែបមើលទៅកូនក៏មានចិត្តប្រតិព័ន្ធជាមួយនឹងនាងគាត់ថាដែរប៉ុន្តែគាត់មិននិយាយចេញហើយមូលហេតុដែលពួកគាត់អាចនឹងមានចិត្តលើគ្នាក៏ព្រោះតែក្នុងគ្រាអំឡុងពេលដែលបងយឿននេះគាត់ជួយបណ្ដេញខ្មោចពីក្នុងខ្លួននាងគាត់ថាពួកគាត់ទាំងពីរនាក់គឺជួបមុខគ្នារាល់ថ្ងៃហើយនៅស្និទ្ធស្នាលជាមួយគ្នាជាប់ជានិច្ចបែបនេះអញ្ចឹងចង់ឬក៏មិនចង់គេហៅថាស្នេហ៍មិនឈ្នះស្និទ្ធភាពផ្អែមល្ហែមគេថាភាពស៊ីចង្វាក់អាចនឹងកើតមាននៅពេលអំឡុងពេលនឹងឯងប៉ុន្តែស្នេហាមួយនឹងគឺត្រូវមានរនាំងវណ្ណៈបន្ទាប់ពីឃើញថាបងសឹងនេះគឺនៅតែចំអែចំអន់គាត់ខ្លាំងពេកគាត់ក៏មានអារម្មណ៍ថាអៀនដែរគាត់ថានេះគឺជាអារម្មណ៍ទី1របស់គាត់ហើយតាំងពីគាត់ពេញវ័យមកពេញកំឡោះបែបនេះមកគឺគាត់មិនទទួលដែរអារម្មណ៍អៀនបែបហ្នឹងទេនេះគឺជាលើកទី1ដោយបងយឿនគាត់ក៏បាននិយាយបងបែបប្រធានបទថាបានណាឈុំនិយាយរឿងហ្នឹងទៅនេះគឺនៅតែនាងយើងគឺនៅតែយើងទៅបានហើយស្អែកហ្នឹងគឺយើងត្រៀមលក្ខណៈទៅដើម្បីចាក់ចេញត្រឡប់ទៅដែនភូមិដែនស្រុករបស់យើងវិញបាននិយាយពីបងទាំងពីរគាត់បន្តពីនិយាយថាការចាក់ចេញរបស់ពួកគាត់ត្រឡប់ទៅស្រុកវិញណាពេលហ្នឹងពួកគាត់ក៏ទម្លាក់ទឹកមករៀងខ្លួនមូលហេតុក៏ព្រោះតែពួកគាត់គឺជាសិស្សរួមគ្រូដៃគូយល់ចិត្តបន្ទាប់ពីថាត្រូវចាក់ចេញហើយទៅត្រឡប់ទៅស្រុកវិញរៀងខ្លួនហ្នឹងណាពួកគាត់គឺពិបាកទទួលយកមែនតើហើយមិនដឹងថាការចាក់ចេញមួយហ្នឹងពេលណានឹងអាចជួបគ្នាវិញទេអញ្ចឹងរឿងនឹងហើយដែលធ្វើឲ្យគាត់មានក្តីបារម្ភមួយវិញទៀតពួកគាត់ក៏កើតចិត្តនឹកទៅកាន់គ្រូដាវរបស់គាត់គឺជាគ្រូអ៊ំនិងគ្រូសំផងដែរអំឡុងពេលត្រឹមតែមួយគ្រាភាពសប្បាយក៏កើតមានភាពក្រៀមក្រំរៀងស្រណោះស្រងោចក៏កើតមានដែរនៅពេលនោះស្រាប់តែពួកគាត់ទាំងពីរនាក់នេះក៏ប្រទះឃើញមានបរោះមានធំសម្បុរខ្មៅក្រឹបម្នាក់គឺកំពុងតែចាប់ក្មេងនៅក្នុងផ្សារហើយពេលដែលចាប់ហ្នឹងអ្នកភូមិផ្សេងទៀតគឺមិនមាននរណាម្នាក់បានឃើញសកម្មភាពនៃការចាប់ក្មេងមួយហ្នឹងទេគឺលើកលែងតែពួកគាត់ពីរនាក់ប៉ុណ្ណោះដោយឃើញថាក្មេងប្រុសដែលត្រូវបានបរោះមានធំនឹងចាប់យកទៅកំពុងតែមានគ្រោះថ្នាក់ពួកគាត់ទាំងពីរនាក់គឺមិនអាចឈរអបដៃមើលបានឡើយពួកគាត់ទាំងពីរនាក់ក៏ប្រញាប់បណ្ដេញតាមបរោះម្នាក់នោះគ្រាដែលពួកគាត់បណ្ដេញនេះដេញតាមរហូតតតែទៅដល់ទីស្ងាត់មួយដែលជាដែនព្រៃនៅក្រៅភូមិមួយហ្នឹងបន្ទាប់ពីទៅដល់ក៏ប្រទេសជួបជាមួយនឹងបរោះមានធំសម្បុរខ្មៅមួយហ្នឹងហើយបរោះម្នាក់ហ្នឹងគឺមានគាត់ធំមែនតើខ្ពស់ដែលកម្ពស់សឹងតែខ្ពស់ជាងមនុស្សយើងចង់ពាក់កណ្ដាលហើយបានយើងពីសម្បុរវិញគឺខ្មៅក្រឹបសាច់ដុំធំបរោះម្នាក់នោះគឺមិនបានរត់តាបន្តទេដោយគាត់កំពុងតែឈរក្រៀកកោជាមួយនឹងក្មេងប្រុសដែលបានចាប់មុននឹងរឿងមួយដែលធ្វើឲ្យបងទាំងពីរនាក់គាត់ចម្លែកចិត្តក៏ព្រោះតែក្មេងប្រុសម្នាក់ហ្នឹងនៅពេលដែលគាត់ឃើញថាបរោះម្នាក់នោះគឺចាប់ពីដំបូងក្មេងប្រុសតូចនោះគឺរើបំរាស់ខ្លាំងមែនទេហាក់បីដូចជាគេព្យាយាមរើបំរាស់គេចចេញពីបរោះមាសធំសម្បុរខ្មៅប៉ុន្តែនៅពេលដែលពួកគាត់ប្រទះឃើញម្ដងទៀតដែលតាមតហ្នឹងបែរជាក្មេងប្រុសម្នាក់ហ្នឹងគឺមិនបានរើអ្វីតទៅសោះឈរថ្មឹងឲ្យបរោះមាសធំហ្នឹងនៅក្រៀកកោហើយមើលទៅទឹកមុខគឺស្មើសំបីតែភ័យបន្តិចក៏ដូចជាមិនភ័យហើយបាននិយាយអំពីអាការៈគឺប្រៀបបីដូចជារូបចម្លាក់ថ្មប៉ុន្តែគ្រាន់តែថាភ្នែកនៅក្លឹមចាក់នៅពេលដែលឃើញបរោះនោះភ្លាមបងទាំងពីរនាក់ក៏ស្រែកសួរភ្លាមថាឯងជាអ្នកណាហើយចាប់ដោះលែងក្មេងនេះភ្លាមទៅនៅពេលដែលទទួលសំណួរពីបងទាំងពីរបែបនេះហើយបរោះមាសធំសម្បុរខ្មៅម្នាក់នោះក៏និយាយថាពួកឯងកុំតន់ចង់ដឹងថាយើងជាអ្នកណាបន្តិចទៀតពួកឯងគឺនឹងបានស្គាល់យើងហើយនៅពេលដែលឮការនិយាយបែបផ្លែផ្កាហើយប្រហើនបែបនេះបងទាំងពីរនាក់ក៏មិនចាំយូរដែរពួកគាត់ដឹងថាបរោះមាសធំសម្បុរខ្មៅហ្នឹងគឺជាមនុស្សអាក្រក់ហើយបរោះនោះបន្ទាប់ពីគាត់និយាយប៉ុណ្ណេះរួចគាត់ក៏បានប្រើវេទមន្តដ៏អស្ចារ្យរបស់គាត់នេះធ្វើឲ្យក្មេងប្រុសដែលនៅក្បែរដៃរបស់គាត់ហ្នឹងคล้ายទៅជារូបសំណាកថ្មមួយរំពេចដោយឃើញថាបរោះនេះគឺពិតច្បាស់ 100% គឺជាមនុស្សអាក្រក់ពួកគាត់ទាំងពីរនាក់នេះគឺជាអ្នកលេងអាគង់គឺជាអ្នកដែលចេះក្បាច់គុណផងនោះពួកគាត់ក៏ចូលទៅប្រយុទ្ធជាមួយនឹងបរោះមាសធំសម្បុរខ្មៅមួយនោះដោយគិតថាការប្រយុទ្ធមួយនេះគឺពួកគាត់នឹងអាចយកឈ្នះ
ហើយចាប់បរោះម្នាក់នោះទៅឲ្យអ្នកភូមិជាក់ជាមិនខានប៉ុន្តែការគិតរបស់ពួកគាត់ទាំងពីរនាក់គឺផ្ទុយស្រឡះបងយឿននិងបងសឹងគ្រាន់តែស្ទុះចូលទៅរកបរោះមាធំសម្បូរខ្មៅហ្នឹងណាមិនទាន់បានមួយស្នៀតផងក៏ត្រូវបានបរោះមាធំសម្បូរខ្មៅមួយហ្នឹងណាវាឲ្យពួកគាត់ទាំងពីរនាក់សន្លប់បាត់បង់ស្មារតីបន្ទាប់ពីសន្លប់ពួកគាត់ទាំងពីរនាក់នេះក៏មិនដឹងរឿងរ៉ាវបន្តទៀតនោះឡើយក្រឡេកទៅមើលដង្ខៅមើលជាមួយនឹងកូនស្រីគឺនាងកនដ្ឋានេះវិញពួកគាត់ទាំងពីរនាក់គឺកំពុងតែអង្គុយជជែកគ្នានៅក្នុងវិមានដ៏ស្កឹមស្កៃរបស់ពួកគាត់ហើយគ្រាដែលពួកគាត់ជជែកគ្នាពីនេះពីនោះជជែកយូរទៅដង្ខៅមើលគាត់ក៏លើកយកនៅបញ្ហាមួយដែលគាត់គិតថាកូនស្រីរបស់គាត់នេះគឺគួរទៅដល់ពេលវេលាដែលត្រូវមានគូសកលហើយគាត់ក៏នឹងត្រៀមដើម្បីរកបរិះណាម្នាក់ដែលស័ក្តិសមជាមួយនឹងកូនស្រីរបស់គាត់ដែលអាចមើលថែកូនស្រីរបស់គាត់ទៅពេលដែលនិយាយបែបនេះធ្វើឲ្យនាងកនដ្ឋាគាត់រៀងហាក់ស្រងាក់ចិត្តបន្តិចមើលទៅគាត់ដូចជាមិនសូវជាចាប់អារម្មណ៍ចំពោះរឿងហ្នឹងនោះទេប៉ុន្តែសម្រាប់ដង្ខៅមើលគឺគាត់បានគិតគូររួចហើយគាត់ថាកូនស្រីរបស់គាត់គឺគួរតែមានអ្នកដែលនៅមើលថែបន្តពីគាត់វ័យរបស់គាត់គឺកាន់តែចាស់គាត់មិនមានពេលគ្រប់គ្រាន់ដើម្បីមើលថែនាងទៀតទេហើយមួយវិញទៀតនាងគឺកំព្រាម្ដាយតាំងពីក្មេងមកហើយអញ្ចឹងបើសិនជាថ្ងៃណាមួយមើលមិនឃើញបាត់បង់គាត់ទៀតមិនមានអ្នកណាជួយមើលថែនាងថាតើជីវិតនាងនៅទៀតទៅជាយ៉ាងណាហើយសម្រាប់បរិះដែលគាត់មើលឃើញថាជាគូអនាគតសម្រាប់នាងគាត់ថាគឺគាត់បានដកជាប់នឹងសម្គាល់នៅក្នុងចិត្តហើយបរិះម្នាក់នោះបងប្អូនយើងប្រកាសជាឆ្ងល់ថាជាអ្នកណានោះគឺជាបងយឿននឹងឯងនៅពេលដែលលោកដកខៅមើលគាត់និយាយឈ្មោះរបស់បងយឿននាងគាត់ថានេះគាត់ក៏ប្រែទឹកចិត្តភ្លាមប្រែទឹកមុខមួយរំពេចដោយពីមុនគាត់ក៏មានអារម្មណ៍ថាក្រៀមក្រំប៉ុន្តែនៅពេលដែលឮថាឪពុករបស់នាងចង់ផ្សំផ្គុំនាងជាមួយនឹងបងយឿននៅពេលនោះនាងហាក់បីដូចជាមានអារម្មណ៍ថាប្រកក្តីហើយមានអារម្មណ៍សប្បាយចិត្តឡើងវិញបន្ទាប់មកលោកដង្ខៅមើលគាត់ក៏បានសួរនាំទៅកាន់កូនស្រីរបស់គាត់ដែលគាត់មិនអត្តនោម័តតែម្នាក់ឯងទេគាត់ក៏បានសួរទៅកូនស្រីរបស់គាត់ថាតើកូនគាត់នេះព្រមទទួលយកបងយឿនឬក៏នីយឿននឹងអត់នៅពេលដែលទទួលបានសំណួរពីឪពុកបែបនេះនាងគាត់ថាគាត់ក៏មិនបានឆ្លើយតបអ្វីច្រើនដែរគាត់ក៏ញញឹមញញែមហើយគាត់ក៏ផ្ដល់ការសម្រេចចិត្តមួយហ្នឹងទៅឲ្យដង្ខៅមើលជាអ្នកសម្រេចទៅចុះដែលក្នុងនាមគឺជាឪពុករបស់គាត់ត្រង់ចំណុចនេះគឺយើងឃើញថាពិតទៅនាងគាត់ថាក៏មានចិត្តប្រតិបត្តិទៅលើបងយឿនដោយអ្វីដែលបងសឹងគាត់បាននិយាយដែរបន្ទាប់ពីទទួលបានភ្លើងខៀវពីកូនស្រីហើយដង្ខៅមើលគាត់ក៏អត់ចាំយូរដែរគាត់ក៏បានបញ្ជាបរិវារបាវព្រាវរបស់គាត់ហ្នឹងឲ្យទៅតាមបងយឿនដើម្បីនាំបងយឿនមកពិភាក្សាលើរឿងឬក៏បញ្ហាមួយនេះហើយមូលហេតុដែលដង្ខៅមើលគឺគាត់សម្រេចចិត្តថានឹងលើកូនស្រីរបស់គាត់នេះទៅឲ្យបងយឿនទាំងដែលគាត់បានស្គាល់បងយឿនគឺក្នុងរយៈពេលតែប្រហែលខែប៉ុណ្ណោះប៉ុន្តែគាត់គឺជាមនុស្សចាស់ជើងចាស់ជាអ្នកជំនួយស្ដុកស្ដំផងគាត់គឺប្រកែកមើលមនុស្សគាត់អាចដឹងថាបងយឿននេះគឺជាមនុស្សដែលអាចទុកចិត្តបានមនុស្សដែលមានវិជ្ជាមនុស្សដែលមានចំណេះដឹងមិនត្រឹមតែចំណេះដឹងទេគាត់ក៏មានវិយិត្រពីមួយដែលសំប្រកបជាមួយនឹងអ្វីដែលគាត់ចង់បានហើយគាត់ក៏គិតថាបងយឿននេះគឺជាមនុស្សដែលស័ក្តិសមបំផុតក្នុងការមើលថែកូនស្រីរបស់គាត់ម្យ៉ាងវិញទៀតបងយឿនគឺជាអ្នកមានគុណទៅលើកូនស្រីរបស់គាត់បើសិនជាគ្មានវត្តមានរបស់បងយឿនទេណាច្បាស់ណាស់កូនស្រីរបស់គាត់ក៏ប្រហែលជាមិនមានអាយុជីវិតរស់នៅដល់ពេលបច្ចុប្បន្នដែរបានបងយឿននឹងឯងគឺជាអ្នកបណ្ដេញខ្មោចទឹកឲ្យចេញពីក្នុងខ្លួនកូនស្រីរបស់គាត់បន្ទាប់ពីជជែកគ្នានឹងរងចាំមួយសន្ទុះរងចាំដំណឹងពីបាវព្រាវដើរទៅស្វែងរកបងយឿនថាតើឥឡូវនេះគាត់នៅទីណាមួយសន្ទុះធំក្រោយមកបាវព្រាវម្នាក់នោះក៏រត់សម្ដៅមកកាន់ដង្ខៅមើលវិញដោយបានទូលប្រាប់ថាលោកម្ចាស់ខ្ញុំគឺរកនីយឿនគឺអត់ឃើញទេអត់ដឹងថានីយឿនទៅណាទេមិនត្រឹមតែនីយឿនទេសូម្បីតែនីសឹងជាដៃគូរបស់នីយឿនក៏មិនដឹងថាទៅទីណាដែរប្រការនេះធ្វើឲ្យដង្ខៅមើលគឺគាត់ឆ្ងល់ខ្លាំងមែនទែនប៉ុន្តែសម្រាប់បាវព្រាវគាត់បាននិយាយថាសម្ភារៈនិងសម្លៀកបំពាក់ប្រវេចខោអាវរបស់នីទាំងពីរហ្នឹងគឺអត់មានបាត់ទៅណាទេគឺនៅក្នុងផ្ទះនឹងនៅឡើយទេនៅពេលដែលឮបែបនេះពួកគាត់កាន់តែឆ្ងល់ទៀតដែរថាតើពួកគាត់ទៅលេងឯណាហើយបាត់ទៅណាហើយមូលហេតុដែលប្រវេចខោអាវរបស់បងយឿននិងបងសឹងគាត់នៅក្នុងផ្ទះដង្ខៅមើលណាក៏ព្រោះតែអំឡុងពេលដែលនៅក្នុងផ្ទះដង្ខៅមើលមានបញ្ហាអុកលុកពីព្រលឹងវិញ្ញាណខ្មោចហ្នឹងណាគឺដង្ខៅមើលគាត់ស្នើសុំឲ្យបងទាំងពីរហ្នឹងណា
មកស្នាក់អាស្រ័យនៅក្នុងផ្ទះមួយហ្នឹងដើម្បីជួយការពារអ្នកផ្ទះមួយហ្នឹងជាពិសេសគឺជួយការពារកូនស្រីរបស់គាត់បន្ទាប់ពីបាត់ដំណឹងរោគមិនឃើញថាបងយឿននិងបងសឹងគាត់ទៅណាក្តីបារម្ភក៏កើតមានហើយការកើតមាននេះគឺមិនមែនកើតមានថាពួកគាត់នេះខ្លាចជួបនៅបញ្ហាដល់អាយុជីវិតអីទេក៏ព្រោះតែដង្ខៅមើលជាមួយនឹងនាងកនថាគាត់ដឹងហើយថាបងទាំងពីរគឺជាមនុស្សបែបម៉េចគាត់ខ្លាំងប៉ុណ្ណាអ្វីដែលគាត់បារម្ភគឺគាត់បារម្ភគិតថាម្ដេចបានជាបងយឿននិងបងសឹងនេះចាក់ចេញបន្តទៅស្រុកកំណើតបែរជាមិនប្រាប់ពួកគាត់សម្បីតែមួយម៉ាត់ដែលប្រការហ្នឹងធ្វើឲ្យនាងកនថាគឺគាត់សង្កត់សង្កាត់និងអន់ចិត្តជាខ្លាំងប៉ុន្តែក៏មិនអាចធ្វើអ្វីបានគឺបានត្រឹមតែអង្គុយរងចាំប៉ុណ្ណោះក្រៃលោថាពួកគាត់មិនទៅណាអាចនឹងត្រឡប់មកវិញនាពេលល្ងាចក៏ថាបានយើងបកត្រឡប់ទៅមើលបងយឿននិងបងសឹងឯនោះវិញបន្ទាប់ពីពួកគាត់ដឹងខ្លួនពីការសន្លប់វិញពួកគាត់ក៏ស្រាប់តែឃើញថាខ្លួនឯងនេះនៅទីតាំងមួយផ្សេងទៀតដែលមិនមែនជាទីតាំងដែលគាត់បានសន្លប់នោះឡើយហើយគាត់ក៏មិនបានដឹងទេថាទីតាំងដែលពួកគាត់កំពុងតែស្ថិតនៅថ្មីនេះវាជាកន្លែងណាប៉ុន្តែនៅពេលដែលពួកគាត់បើកភ្នែកសម្លឹងមើលមកនេះឃើញថាពួកគាត់នឹងគឺកំពុងតែស្ថិតនៅក្នុងលអាងភ្នំមួយហើយអ្វីដែលកាន់តែចម្លែកទៅនោះនៅជុំវិញខ្លួនរបស់ពួកគាត់ទាំងពីរនេះគឺមានសភាវៈចម្លែកប្លែកៗដែលពួកគាត់គឺកម្រនឹងបានឃើញត្បិតថាពួកគាត់គឺជាគ្រូអាគមកំបិតមែនឯសភាវៈចម្លែកទាំងអស់ហ្នឹងមានដូចជាក្បាលខ្មៅចេះនិយាយមនុស្សទឹកនិងដុំថ្មហោះជាដើមនៅពេលដែលឃើញបែបនេះពួកគាត់ក៏មិនរងចាំយូរដែរក៏ប្រញាប់ចាស់ចេញពីមាត់លអាងមួយហ្នឹងហើយបន្ទាប់ពីពួកគាត់ចាក់ចេញមកនេះអាសភាវៈចម្លែកដែលពួកគាត់បានប្រទះឃើញហ្នឹងវាក៏អត់មានបានធ្វើអ្វីមកកាន់ពួកគាត់ដែរគ្រាដែលចាក់ចេញផុតដល់មាត់លអាងហើយទើបពួកគាត់ក៏សម្លឹងឃើញទៅផ្ទៃខាងមុខនៃមាត់លអាងឃើញថាវាគឺជាព្រៃដ៏ធំព្រៃដ៏ក្រាស់ដែលមិនដឹងថាកោះត្រើយគឺនៅទីណានោះទេអ្វីដែលពួកគាត់អាចដឹងបាននៅពេលនេះដឹងត្រឹមថាឥឡូវនេះទីដែនមួយនេះគឺទំនងជាទីដែនវេទមន្តឬក៏ព្រៃអាថន្នណាមួយជាមិនខាននៅគ្រាដែលកំពុងតែឈរឆ្ងល់ថាតើពួកគាត់មកទីនេះដោយរបៀបណាហើយទាំងដែលមុនហ្នឹងគាត់នៅឯភូមិឯនោះអញ្ចឹងតើអ្នកណាជាអ្នកនាំគាត់មកនៅពេលនោះក៏ស្រាប់តែលេចវត្តមានរបស់បារោះមាសធំសម្បុរខ្មៅម្នាក់ដែលបានវាយប្រហារគាត់ឲ្យសន្លប់ហ្នឹងដើរមកសម្ដៅមកកាន់ពួកគាត់នៅពេលដែលឃើញបែបនេះភ្លាមពួកគាត់ក៏ត្រៀមលក្ខណៈដើម្បីប្រយុទ្ធហើយក៏បានសួរទៅកាន់បារោះម្នាក់នោះថាតើលោកគឺជាអ្នកណាហើយចាប់ពួកយើងទៅពេលហ្នឹងមកទីនេះដើម្បីអ្វីនៅពេលដែលទទួលបានសំណួរពីបងយឿននិងបងសឹងបែបនេះទាំងដែលមើលទៅបងទាំងពីរនេះគាត់មានអារម្មណ៍ថារឿងភ័យបន្តិចដែរមួយវិញទៀតហាក់បីដូចជាមានកំហឹងជាមួយនឹងបារោះមាសធំសម្បុរខ្មៅនោះផងបារោះនោះគាត់ក៏បានឲ្យអ្នកទាំងពីរនេះសម្រួលអារម្មណ៍ហើយគាត់នឹងនិយាយប្រាប់ថាទីនេះគឺជាអ្វីហើយគាត់គឺជាអ្នកណាបារោះមាសធំសម្បុរខ្មៅនោះគាត់បានប្រាប់ទៅកាន់បងទាំងពីរថាទីនេះគឺជាដែនព្រៃវេទមន្តហើយគាត់គឺជាព្រះគ្រូដែលជាម្ចាស់នៃដែនដីព្រៃវេទមន្តមួយនេះដោយបារោះមាសធំសម្បុរខ្មៅនោះគាត់និយាយថាការចាប់ខ្លួនរបស់អ្នកទាំងពីរមកកាន់ទីនេះគឺក្នុងគោលបំណងល្អទេគឺចង់ឲ្យបងទាំងពីរនេះទៅជួយកម្ចាត់បិសាចជំនួសគាត់ដោយចាប់ពីត្រឹមចំណុចនេះទៅខ្ញុំសូមហៅបារោះមាសធំសម្បុរខ្មៅមួយនោះថាព្រះគ្រូដោយអ្វីដែលជាឈ្មោះដើមរបស់គាត់បន្ទាប់ពីឮការនិយាយរបស់ព្រះគ្រូបែបនេះហើយធ្វើឲ្យបងយឿននិងបងសឹងគឺគាត់ស្រឡាញ់កាំងឆ្ងល់ខ្លាំងមែនទែនថាតើរឿងរ៉ាវមួយនេះវាកើតឡើងដោយរបៀបណាបន្តមកបងយឿនគាត់ក៏បានសួរទៅកាន់ព្រះគ្រូនោះថាចុះលោកម្លេចមិនទៅសម្លាប់បិសាចនោះដោយខ្លួនឯងទៅព្រះគ្រូបន្ទាប់ពីឮសំណួររបស់បងយឿនហើយគាត់ក៏កវីក្បាលហើយគាត់ក៏និយាយថាគាត់គឺគ្មានសមត្ថភាពក្នុងការសម្លាប់បិសាចនោះទេហើយអ្នកដែលអាចសម្លាប់បិសាចនោះបានគឺមានតែពួកឯងតែប៉ុណ្ណោះបន្ទាប់ពីឮការបកស្រាយរបស់ព្រះគ្រូមកធ្វើឲ្យបងទាំងពីរនាក់គាត់ហួសចិត្តជាខ្លាំងគាត់ក៏បាននិយាយថាពួកខ្ញុំលោកជាមនុស្សដែលមានសមត្ថភាពលោកជាមនុស្សដែលខ្លាំងជាងពួកខ្ញុំផងដែលអាចវាយប្រហារមកកាន់ពួកខ្ញុំដែលពួកខ្ញុំនេះមិនអាចតបតបានសម្បីតែមួយស្និតលោកមិនអាចកម្ចាត់បិសាចនោះបានផងចុះតម្រង់ពួកខ្ញុំនេះដែលមិនមានសមត្ថភាពដល់លោកផងថាតើអាចទៅសម្លាប់បិសាចមួយនោះបានដោយវិធីណាពេលនោះបងទាំងពីរនេះគាត់ចោទសំណួរជាបែបឆ្ងល់ខ្លាំងមែនទែនថាអត់យល់ពីអ្វីដែលបារោះឬក៏ព្រះគ្រូម្នាក់ហ្នឹងគឺគាត់និយាយនោះទេហើយបងយឿនគាត់ក៏បានចោទសួរបន្តទៅព្រះគ្រូទៀតថាចុះឥឡូវនេះបិសាចមួយហ្នឹងវានៅទីណាមិនដេចបានជាមិនឃើញបិសាចមួយហ្នឹងឬលោកមានបំណងអ្វីផ្សេងមកកាន់ពួកខ្ញុំទាំងពីរនៅពេលដែលឃើញថាបងយឿននិងបងសឹងគាត់ហាក់បីដូចច្រឡោតខឹងជាមួយនឹងព្រះគ្រូខ្លាំងពេក
ព្រះគ្រូគាត់ក៏បានសម្រួលអារម្មណ៍បងទាំងពីរម្ដងទៀតហើយគាត់នឹងព្យាយាមរៀបរាប់ប្រាប់រឿងរ៉ាវពីដើមហេតុទាំងអស់ដើម្បីឲ្យអ្នកទាំងពីរគាត់បានយល់កាន់តែច្បាស់ហើយព្រះគ្រូបាននិយាយថាគាត់គឺជាព្រះគ្រូម្ចាស់នៃដែនដីព្រៃមួយនេះហើយគាត់គឺមានតួនាទីមួយក្នុងការស្វែងរកមនុស្សដែលស័ក្តិសមដើម្បីទៅកម្ចាត់បិសាចមួយនោះហើយអ្នកដែលស័ក្តិសមបំផុតគឺជាពួកគាត់ទាំងពីរនាក់ហ្នឹងឯងនៅពេលដែលលឺហើយធ្វើឲ្យបងសិស្សនេះគាត់ក៏វិក្បាលគាត់ថារឿងស្អីទៀតហើយឥឡូវនេះនៅសុកបែរជាទីពួកគាត់ឲ្យចូលទៅប្រឈមមុខជាមួយនឹងបញ្ហាវិញថាតើរឿងមួយហ្នឹងវាយ៉ាងម៉េចឲ្យប្រកាសនៅពេលនេះនៅពេលដែលឮការបកស្រាយរបស់ព្រះគ្រូហើយបងយឿនគាត់ក៏ចាប់បានចំណុចមួយហើយគាត់ក៏បានសួរទៅកាន់ព្រះគ្រូថាអញ្ចឹងលោកមិនមែនជាមនុស្សទេត្រូវអត់នៅពេលដែលឮបែបនេះព្រះគ្រូគាត់ក៏ងក់ក្បាលគាត់ក៏និយាយថាត្រូវហើយគាត់គឺមិនមែនជាមនុស្សទេគាត់គឺជាអំបូរនៃទេវតាហើយតួនាទីរបស់គាត់គឺស្វែងរកអ្នកទាំងពីរហ្នឹងហើយឥឡូវនេះគឺគាត់បានរកឃើញហើយបងយឿនគាត់ក៏បានសួរបញ្ជាក់ទៅកាន់ព្រះគ្រូទៀតថាចុះឥឡូវនេះបិសាចនោះវានៅឯណានៅពេលនោះព្រះគ្រូគាត់ក៏និយាយថាបិសាចនោះវាឥឡូវគឺកំពុងតែស្ថិតនៅជាប់ឃុំនៅក្នុងអណ្ដូងព្រះធរណីនៅឯកំពូលភ្នំមរណៈឯណោះគ្រាន់តែឮការនិយាយបែបនេះភ្លាមធ្វើឲ្យបងសឹងគាត់ក៏សើចភ្លែតគាត់និយាយថាណែលោកឈប់លេងល្បិចទៀតទៅបើសិនជាបិសាចនោះវាជាប់ឃុំហើយនេះថាតើចាំបាច់អីទៅសម្លាប់វាទៀតទៅអីចឹងនាំហត់ឲ្យវានៅជាប់ឃុំនឹងទៅបានហើយចឹងគុំទៅធ្វើទុកបុកម្នេញវាទៀតអីចឹងបានហើយពួកខ្ញុំទាំងពីរនេះនឹងចាក់ចេញពីដែនព្រៃមួយនឹងហើយប៉ុន្តែមិនទាន់បានចាក់ចេញផងព្រះគ្រូគាត់ក៏បន្តទៀតថាទេពួកឯងគិតនេះគឺខុសហើយស្ដេចបិសាចមួយនោះគឺបើតាមទំនាយវានឹងអាចចាក់ចេញពីការឃុំឃាំងមួយនឹងបានហើយការចាក់ចេញរបស់វាមកក្រៅបានក៏ព្រោះតែមានមនុស្សគឺជាអ្នកដោះលែងនៅពេលដែលលើបែបនេះឲ្យបងទាំងពីរនេះគាត់កាន់តែឆ្ងល់ទៀតដែរស្ដេចបិសាចទាំងមូលបែរជាមិនអាចរកវិធីដោះខ្លួនចេញពីការឃុំឃាំងបែរជាត្រូវការជំនួយពីមនុស្សទៅវិញហើយបងទាំងពីរនេះគាត់ក៏សួរបន្តទៅកាន់ព្រះគ្រូថាចុះមនុស្សនោះគឺជាអ្នកណានៅពេលដែលទទួលសំណួរបែបនេះទៀតធ្វើឲ្យព្រះគ្រូគាត់ក៏ក្របីក្បាលហើយគាត់ក៏និយាយថាគាត់ក៏មិនដឹងទេថាមនុស្សនោះគឺជាអ្នកណាប៉ុន្តែអ្វីដែលគាត់អាចដឹងមនុស្សទាំងអស់នោះគឺជាក្រុមមនុស្សដែលជ្រុលនិយមជឿទៅលើស្ដេចបិសាចមួយនឹងដែលមានជំនឿងងប់ងល់ទៅលើស្ដេចបិសាចហើយតួនាទីរបស់ពួកឯងទាំងពីរនាក់នេះគឺត្រូវតែទៅបញ្ឈប់ក្រុមមនុស្សទាំងអស់នោះស្វែងរកក្រុមមនុស្សទាំងអស់នោះដើម្បីកុំឲ្យគេនេះមានវិធីឬក៏មធ្យោបាយក្នុងការទៅរំដោះស្ដេចបិសាចពីការឃុំឃាំងបើសិនជាករណីក្នុងពេលដែលពួកឯងបំពេញបេសកកម្មនេះមិនអាចបញ្ឈប់ក្រុមមនុស្សទាំងអស់នោះទេហើយស្ដេចបិសាចវាអាចចាក់ចេញពីការឃុំឃាំងមួយនឹងបានច្បាស់ណាស់អំបូរនៃមនុស្សនឹងទទួលការវាយប្រហារឬក៏គ្រោះមហន្តរាយពីអំបូរនៃពពួកបិសាចមិនត្រឹមតែអំបូរនៃមនុស្សទេសូម្បីតែដែនឬក៏អំបូរនៃពពួកទេវតាក៏ត្រូវបានពពួកបិសាចនឹងយាយីនឹងវាយប្រហារផងដែរអញ្ចឹងពួកឯងគិតមើលថាតើពួកឯងនេះត្រូវបំពេញបេសកកម្មឬក៏អត់បើសិនជាពួកឯងមានចិត្តជាមនុស្សទេមិនជួយជីវិតដល់មនុស្សទេពួកឯងគឺមិនស័ក្តិសមជាអ្នករៀនរបៀនឡើយនៅពេលនោះធ្វើឲ្យបងទាំងពីរនេះគាត់ក៏ភាំងភ្លាមគាត់ក៏ឆ្ងល់ថាមិនបានជាព្រះគ្រូម្នាក់ហ្នឹងដឹងថាពួកគាត់គឺជាអ្នករៀនរបៀនហើយការនិយាយបែបនេះក៏ជាការចាក់ចំចំណុចរបស់បងទាំងពីរដែរក៏ព្រោះតែបងទាំងពីរគឺគាត់តែងតែព្យាយាមដោះស្រាយនៅរាល់បញ្ហាដែលមនុស្សម្នាគឺតែងតែជួបប្រទះហើយគាត់គឺតែងតែជួយនឹងដោះស្រាយអស់ពីចិត្តនៅពេលដែលព្រះគ្រូគាត់និយាយចាក់ចំចំណុចបែបនេះហើយក៏ជាបញ្ហាដែលមនុស្សនឹងប្រឈមមុខនេះពេលខាងមុខផងនោះពួកគាត់គឺពិបាកនឹងប្រកែកខ្លាំងមែនទែនបន្ទាប់ពីឮការនិយាយចាក់ដោតចំពីសំណាក់ព្រះគ្រូមកនេះធ្វើឲ្យបងទាំងពីរនេះគឺបងយឿននិងបងសឹងគឺគាត់ពិបាកក្នុងការបដិសេធទទួលយកសំណើមួយនឹងខ្លាំងមែនទែនហើយគាត់ក៏បានសួរបន្តទៅកាន់ព្រះគ្រូទៀតថាចុះអ្នកណាគឺជាអ្នកដែលចាប់ស្ដេចបិសាចមួយនឹងយកទៅឃុំហើយឥឡូវនេះពួកគេនឹងគឺនៅទីណាមួយវិញទៀតមិនដេចបានជាមិនឲ្យគេនោះទៅសម្លាប់ស្ដេចបិសាចមួយនឹងទៅនៅពេលដែលឮហើយព្រះគ្រូគាត់ក៏វិបាកគាត់បានត្រឹមនិយាយថាពួកគេទាំងអស់នោះគឺមានសមត្ថភាពក្នុងការចាប់ស្ដេចបិសាចយកទៅឃុំឃាំងក៏ពិតមែនប៉ុន្តែពួកគេគឺគ្មានលទ្ធភាពឬក៏គ្មានសមត្ថភាពក្នុងការសម្លាប់ស្ដេចបិសាចនោះទេឮហើយបងទាំងពីរនេះគាត់បានត្រឹមធ្វើមុខឆ្ងល់មានសមត្ថភាពក្នុងការចាប់ស្ដេចបិសាចទាំងមូលយកទៅឃុំឃាំងប៉ុន្តែបែរជាមិនមានសមត្ថភាពក្នុងការសម្លាប់ស្ដេចបិសាចមួយនឹងតើវាយ៉ាងម៉េចឲ្យប្រកបនៅពេលនោះព្រះគ្រូគាត់ក៏បានរៀបរាប់រឿងរ៉ាវកាលពីអតីតកាល
ទៅកាន់អ្នកទាំងពីរឲ្យគាត់បានយល់និងបានជ្រាបកាន់តែច្បាស់អំពីដំណើរឬថាមូលហេតុអ្វីអស់ពេលជាច្រើនពាន់ឆ្នាំណាស់មកហើយដែលអំបូរនៃទេវតានិងអំបូរមនុស្សគឺរស់នៅដោយភាពសុខសាន្តប៉ុន្តែរហូតដល់ពេលមួយក៏ស្រាប់តែមានទេវតាម្នាក់គាត់មានសេចក្តីលត់លត់ចិត្តមានអ្នកឈ្នានីសចង់បានអ្វីដែលមិនត្រូវបានគាត់គឺមានបំណងគឺចង់គ្រប់គ្រងអំបូរនៃទេវតាទាំងអស់ដោយសេចក្តីលោភលន់និងឈ្នានីសបែបនេះហើយទេវតាម្នាក់ហ្នឹងក៏បែកគំនិតដោយទៅចូលដៃចូលជើងជាមួយនឹងអំបូរនៃស្ដេចបិសាចក្នុងការដើម្បីចង់បានអំណាចគ្រប់គ្រងអំបូរនៃទេវតាទាំងអស់តាមពិតទៅអំបូរនៃពពួកបិសាចតាំងពីដើមមកពួកគេគឺមិនដែលហ៊ានជាមួយនឹងអំបូរនៃទេវតានោះទេក៏ព្រោះតែពួកគេដឹងថារដ្ឋអំណាចនៃអំបូរទេវតាគឺខ្លាំងជាងពួកគេម្ល៉េះហើយពួកគេគឺបានត្រឹមតែរស់នៅក្នុងអំបូររបស់ពួកគេនិងនៅក្នុងដែនមួយផ្សេងទៀតតែប៉ុណ្ណោះទោះត្បិតថាអំបូរនៃពពួកបិសាចនេះវាខ្សោយក៏ពិតមែនខ្សោយជាងអំបូរនៃទេវតាក៏ពិតមែនប៉ុន្តែអំបូរនៃពពួកទេវតាគឺមិនដែលទៅយាយីឬក៏ទៅជិះជាន់ធ្វើបាបអ្វីនោះឡើយគឺគ្រាន់តែដាក់រនាំងនិងនិយាយលក្ខខណ្ឌគ្នាជាមុនជាមួយនឹងអំបូរបិសាចចែកដែនដីគ្នារស់នៅប៉ុន្តែគឺមិនអាចទៅយាយីឬក៏ទៅបៀតបៀនជាមួយនឹងអំបូរនោះឡើយអញ្ចឹងមានថាអំបូរនៃពពួកទេវតាគឺមានតួនាទីមួយគឺការពារអំបូរមនុស្សពីពពួកបិសាចអញ្ចឹងនៅពេលដែលទទួលបានលក្ខខណ្ឌបែបនេះពីអំបូរពពួកទេវតាអំបូរនៃពពួកបិសាចហ្នឹងគឺអត់ហ៊ានទៅយាយីជីវិតមនុស្សទេដើមឡើយទេវតាចិត្តអាក្រក់ណែនោះគឺព្យាយាមចាក់ចុចអុចអាលទៅកាន់អំបូរនៃបិសាចឲ្យចូលដៃចូលជើងជាមួយនឹងគាត់ហើយព្យាយាមតបតទៅកាន់អំបូរនៃទេវតាដើម្បីអាចឲ្យគាត់នេះគ្រប់គ្រងនៅអំបូរទេវតាទាំងពួងប៉ុន្តែបន្ទាប់ពីលឺហើយអំបូរនៃពពួកបិសាចក៏បដិសេធក៏ព្រោះតែអំបូរទាំងអស់នេះដឹងច្បាស់ណាស់ថាអំបូរបិសាចរបស់ខ្លួនគឺមិនអាចតបតឬក៏មានលទ្ធភាពណាមួយទៅយកឈ្នះនៅអំបូរពពួកទេវតាបានឡើយប៉ុន្តែដោយសារតែការចាក់ចុចអុចអាលពីទេវតាចិត្តអាក្រក់យូរខ្លាំងពេកទៅតួយ៉ាងបូករួមជាមួយនឹងការផ្ដល់ជូនលក្ខខណ្ឌមួយដ៏សមប្រកបទៀតនោះធ្វើឲ្យអំបូរនៃពពួកបិសាចក៏យល់ព្រមក្នុងការជួយទេវតាចិត្តអាក្រក់នោះហើយលក្ខខណ្ឌដែលទេវតាចិត្តអាក្រក់ផ្ដល់ទៅឲ្យអំបូរនៃពពួកបិសាចគឺថាបើសិនជាអំបូរនៃពពួកបិសាចទាំងអស់ហ្នឹងអាចជួយបំពេញបំណងរបស់គាត់ដែលឲ្យគាត់ហ្នឹងគ្រប់គ្រងនៅអំបូរទេវតាបានទាំងអស់នោះគាត់នឹងបើកដៃនិងសេរីភាពពេញលេញទៅអំបូរនៃពពួកបិសាចហើយពពួកបិសាចគឺចង់ធ្វើអ្វីក៏អាចធ្វើបានតាមចិត្តជាពិសេសនោះគឺចង់ទៅយាយីឬក៏ទៅឈ្លានពាននៃអំបូរមនុស្សនៅពេលណាក៏បានហើយអាចសម្លាប់មនុស្សធ្វើជាចំណីឬក៏ធ្វើអីទៅលើមនុស្សបានតាមចិត្តដោយមិនដូចក្នុងពេលនេះទេនៅពេលដែលលើកលក្ខខណ្ឌបែបនេះហើយគឺត្រូវចិត្តជាមួយនឹងអំបូរបិសាចខ្លាំងមែនទែនដែលវាគឺចាប់អារម្មណ៍ជាមួយនឹងចំណុចនឹងខ្លាំងវាក៏យល់ព្រមបន្ទាប់ពីការព្រមព្រៀងគ្នារួចរាល់ហើយអំបូរទាំងពីរគឺទេវតាចិត្តអាក្រក់ជាមួយនឹងអំបូរនៃបិសាចក៏បានរួមគំនិតគ្នាដើម្បីបង្កើតឡើងនៅស្ដេចបិសាចមួយដ៏ខ្លាំងហើយការបង្កើតមួយហ្នឹងគឺត្រូវយកឈាមនៃអំបូរទេវតាបូកបញ្ចូលជាមួយនឹងឈាមនៃអំបូរបិសាចមិនត្រឹមតែប៉ុណ្្នឹងទេឈាមដែលជាចំណុចសំខាន់បំផុតទី3គឺឈាមរបស់អំបូរមនុស្សបូកបញ្ចូលឈាមនៃអំបូរទាំង3បញ្ចូលគ្នាហើយប្រើនៅអាគង្គគាថាខ្មៅរបស់ពួកគេដែលមាននេះក៏បង្កើតបានទៅជាស្ដេចបិសាចដ៏ខ្លាំងមហិមាបន្ទាប់ពីការដែលទទួលបានស្ដេចបិសាចដ៏ខ្លាំងមួយនឹងហើយពួកគេក៏មិនចាំយូរដែរក៏បានទៅអុកឡុកនិងឈ្លានពានដល់ទឹកដីនៃអំបូរមនុស្សហើយការឈ្លានពានមួយហ្នឹងគឺបានសម្លាប់យកអាយុជីវិតមនុស្សអស់ជាច្រើនបន្ទាប់ពីអំបូរនៃពពួកទេវតាទទួលដំណឹងថាមានស្ដេចបិសាចដែលបង្កើតឡើងពីការក្បត់ដោយអំបូរនៃទេវតារបស់ខ្លួនជាមួយនឹងពពួកបិសាចហ្នឹងធ្វើឲ្យអំបូរនៃទេវតាទាំងពួងគឺកើតចិត្តក្តៅក្រហាយខ្លាំងមែនទែនហើយក៏មិនអាចឈរអោបឯមើលដែរក៏ព្រោះតែបើសិនជាបន្តឲ្យរឿងនេះវាកាន់តែធំនោះច្បាស់ណាស់អំបូរទេវតារបស់ខ្លួនក៏ទទួលការយាយីពីពពួកបិសាចទាំងអស់ហ្នឹងដែរដោយមិនចាំយូរអំបូរនៃទេវតាទាំងអស់ក៏បានរួមកម្លាំងគ្នាដើម្បីទៅតបតនឹងប្រយុទ្ធជាមួយនឹងស្ដេចបិសាចមួយហ្នឹងហើយការប្រយុទ្ធគឺបានកើតឡើងអស់រយៈពេល7យប់7ថ្ងៃពុំមានអ្នកឈ្នះពុំមានអ្នកចាញ់ឡើយហើយការប្រយុទ្ធមួយហ្នឹងគឺបានធ្វើឲ្យអំបូរនៃទេវតានិងអំបូរបិសាចស្លាប់អស់ជាច្រើនរយនាក់ហើយការប្រយុទ្ធមួយនេះទៀតសោតគឺធ្វើឡើងនៅក្នុងដែនភពវេទមន្តបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងយូរអស់រយៈពេល7យប់7ថ្ងៃហើយ
ឃើញថាកម្លាំងនៃអំបូរទាំងឡាយនេះក៏បានចាប់ផ្ដើមជោគខ្សោយប៉ុន្តែនៅតែមានលទ្ធភាពខ្ពស់ជាងគេបំផុតគឺសម្រាប់អំបូរនៃពពួកទេវតាជាចុងក្រោយអំបូរនៃពពួកទេវតាដោយសារតែការសាមគ្គីគ្នាពួកគេក៏អាចមានលទ្ធភាពក្នុងការចាប់ស្ដេចបិសាចយកទៅឃុំឃាំងហើយការចាប់មួយហ្នឹងគឺចាប់យកទៅឃុំនៅក្នុងអណ្ដូងព្រះធរណីនៅលើកំពូលភ្នំមរណៈឯណោះហើយអំបូរនៃទេវតាដែលបានចាប់នៃស្ដេចបិសាចមួយនោះគឺមានហេតុផលពីរទី1គឺมันអាចសម្លាប់បិសាចនោះបានក៏ព្រោះតែពួកគេព្យាយាមសម្លាប់ដែរប៉ុន្តែនៅតែធ្វើអ្វីទៅលើស្ដេចបិសាចមួយនោះមិនបានមួយវិញទៀតពួកគេគិតថាការឃុំឃាំងមួយហ្នឹងក៏ជាចំណែកមួយដែលធ្វើឲ្យស្ថានភាពប្រែមកប្រកដីដូចដើមហើយគិតថាស្ដេចបិសាចមួយហ្នឹងគឺมันអាចនឹងចាក់ចេញពីអណ្ដូងនៃការឃុំឃាំងមួយហ្នឹងបានទេហើយមូលហេតុដែលมันអាចសម្លាប់ស្ដេចបិសាចមួយហ្នឹងបានណាក៏ព្រោះតែស្ដេចបិសាចមួយហ្នឹងគឺមានដំណក់ឈាមរបស់មនុស្សហើយត្រង់ចំណុចនេះគឺមានន័យថាមានតែមនុស្សទេដែលអាចសម្លាប់ស្ដេចបិសាចមួយនោះបានហើយមិនមែនមានន័យទៀតថាគ្រប់មនុស្សទាំងអស់គឺសុទ្ធសឹងតែអាចមានលទ្ធភាពក្នុងការសម្លាប់ស្ដេចបិសាចនោះបានឡើយគឺមានតែពួកឯងតែពីរនាក់ប៉ុណ្ណោះដែលព្រមលិខិតចារមកតម្រូវឲ្យពួកឯងគឺត្រូវតែបបពេញបេសកកម្មមួយនេះជាដាច់ខាតទោះបីតែចង់ឬក៏មិនចង់ក៏ត្រូវតែបំពេញដែរដើម្បីជួយសង្គ្រោះអំបូរនៃមនុស្សនិងអំបូរនៃទេវតាក៏ព្រោះតែការចាក់ចេញពីការឃុំឃាំងមកលើកនេះស្ដេចបិសាចមួយហ្នឹងវាមានកម្លាំងពេញលេញខ្លាំងជាងមុនក៏ព្រោះតែវាមានអាយុកាលយូរដើមឡើយមូលហេតុដែលអំបូរនៃពពួកទេវតានេះអាចចាប់ស្ដេចបិសាចមួយហ្នឹងបានណាក៏ព្រោះតែស្ដេចបិសាចមួយហ្នឹងវាទៅតែកកើតវាមានអាយុតិចកម្លាំងរបស់វាក៏មិនទាន់មហិមាដោយពេលបច្ចុប្បន្នឬក៏ទៅអនាគតដែរបន្ទាប់ពីបានស្ដាប់ការរៀបរាប់របស់ព្រះគ្រូរៀបរាប់មកធ្វើឲ្យបងទាំងពីរក៏ហាក់បីដូចជាមានអារម្មណ៍ព្រួយបារម្ភជាខ្លាំងចំពោះសុខសុវត្ថិភាពរបស់ប្រជាជននៅក្នុងភូមិជាពិសេសគឺអំបូរនៃមនុស្សតែម្ដងថាតើស្រមៃមើលបើសិនជាស្ដេចនៃបិសាចវាអាចចាក់ចេញពីការឃុំឃ្រងមួយនេះថាតើវានឹងធ្វើអ្វីទៅលើអំបូរនៃមនុស្សក៏ព្រោះតាំងពីដើមមកវាតែចាត់ទុកអំបូរនៃមនុស្សគឺជាសត្រូវរបស់វានិងហាក់បីដូចជាចាត់ទុកអំបូរនៃមនុស្សនេះគឺជាចំណីរបស់ពួកវាអញ្ចឹងរឿងមួយទៀតដែលធ្វើឲ្យបងទាំងពីរគាត់កាន់តែព្រួយបារម្ភថាតើកម្រិតនៃមន្តអាគមវិជាការដែលពួកគាត់មាននេះថាតើគាត់អាចយកទៅតតល់នៅកំចាត់ស្ដេចបិសាចដ៏មានឥទ្ធិពលមហិមាបែបនេះបានដោយវិធីណាបន្ទាប់ពីឃើញថាបងទាំងពីរគាត់ចាប់ផ្ដើមយល់ហើយគាត់អាចនឹងកំពុងតែបារម្ភផងនោះព្រះគ្រូគាត់បាននិយាយថាចំពោះរឿងនៃការដែលមានកម្រិតវិជាប៉ុណ្នេះវាមិនមែនជាបញ្ហាទេក៏ព្រោះតែវត្តមានរបស់គាត់មកទីនេះគឺក្នុងការជួយជ្រោមជ្រែងបងទាំងពីរឲ្យចេះចាំនៅអាគមគេថាបន្ថែមទៀតនិយាយស្រួលស្ដាប់គឺព្រះគ្រូមកទីនេះដើម្បីបង្ហាត់បង្រៀននៅវិជាការវេទមន្តជាច្រើនផ្សេងទៀតដល់អ្នកទាំងពីរបន្ទាប់ពីលើបែបនេះហើយពួកគាត់ក៏មានអារម្មណ៍ថារៀងធូរស្បើយក្នុងចិត្តខ្លះដែរប៉ុន្តែក៏កើតក្តីបារម្ភចំពោះចំណុចមួយផ្សេងទៀតថាតើពួកគាត់នេះអាចរៀននៅវិជាការទាំងនោះបានដោយវិធីណាដើម្បីលឿនក៏ព្រោះតែពេលវេលាបើតាមតែព្រះគ្រូគាត់និយាយស្ដេចនៃបិសាចគឺវានឹងអាចចាក់ចេញពីការឃុំឃាំងបាននាពេលឆាប់ខាងមុខនេះអញ្ចឹងការរៀននៅវិជាអាគមមួយគឺមិនមែនប្រើពេលវេលាតិចនោះទេទម្រាំអាចរៀនចេះវាចំណាយពេលយូរខ្លាំងមែនទេប៉ុន្តែព្រះគ្រូគាត់ក៏សើចហើយគាត់ក៏និយាយថាកុំបារម្ភចំពោះរឿងនេះក៏ព្រោះតែឥឡូវនេះពួកឯងគឺកំពុងតែស្ថិតនៅក្នុងដែននៃវេទមន្តចឹងហើយពិភពនៃដែនវេទមន្តមួយនេះគឺមានពេលវេលាលឿនខ្លាំងជាងពិភពនៃដែនមនុស្សចឹងពួកឯងគឺមានពេលគ្រប់គ្រាន់ដើម្បីរៀននិងស្វែងយល់បន្ថែមអំពីវិជាការដែលត្រូវទៅយកទៅតតាំងជាមួយនឹងស្ដេចបិសាចពួកនោះហើយមួយទៀតពួកឯងគឺត្រូវតែប្រឹងឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបានបើពួកឯងដាក់ចិត្តដាក់កាយប្រឹងប្រែងនោះច្បាស់ណាស់ពួកឯងនឹងរៀនចាប់ឆាំចេះជាក់ជាមិនខានបន្ទាប់ពីស្ដាប់ការរៀបរាប់របស់ព្រះគ្រូនិងយល់រឿងរ៉ាវគ្រប់យ៉ាងហើយបងទាំងពីរនាក់នេះគាត់ក៏បានគោរពព្រះគ្រូធ្វើជាគ្រូរបស់គាត់ហើយព្រះគ្រូក៏បានយកអ្នកទាំងពីរធ្វើជាកូនសិស្សរបស់គាត់ហើយគាត់ក៏ចាប់ផ្ដើមការបង្រៀនរបស់គាត់តែម្ដងហើយការបង្រៀននៅវិជ្ជាមន្តអាគមទី1ដែលព្រះគ្រូត្រូវតែបង្រៀនទៅកាន់អ្នកទាំងពីរគឺអាគមពង្រួញដីហើយមូលហេតុដែលត្រូវរៀនវិជ្ជានេះក៏ព្រោះតែការធ្វើដំណើរពីទីតាំងមួយទៅទីតាំងមួយរបស់អ្នកទាំងពីរគឺចាំបាច់ណាស់គឺត្រូវតែលឿនព្រោះនៅពេលដែលពួកគាត់រៀនចប់នៅក្នុងដែននៃអាគមពួកគាត់នឹងត្រូវត្រឡប់ទៅពិភពនៃមនុស្សវិញ
ម្ល៉េះហើយពេលវេលាគឺខុសពីពេលវេលានៅទីនេះអញ្ចឹងការធ្វើដំណើរក៏ត្រូវតែលឿនបើសិនជាចេះនៅមុនអាគមវិជាការពង្រួចដីនោះពួកគាត់នឹងប្រតិបត្តិការបានលឿនជាងមុនដោយមិនចាំយូរព្រះគ្រូក៏បានបើកការបង្រៀនទៅដល់អ្នកទាំងពីរដែលឲ្យបងយើងនៅបងសឹងហ្នឹងគឺអង្គុយស្មឹងស្មានប្រមូលអារម្មណ៍ដើម្បីស្វែងយល់ពីខ្លួនឯងជាមុនសិនព្រោះតែនេះវាគឺជាគ្រឹះនៃការចាប់ផ្ដើមនៃមន្តអាគមមួយនេះបើយើងក្រឡេកទៅមើលដែនដីនៃភូមិមនុស្សវិញពេលនេះគឺកំពុងតែចលាចលជាខ្លាំងជាពិសេសភូមិមួយដែលនៅក្បែរខាងនឹងភូមិរបស់ដង្ខៅមើលព្រោះតែមានមនុស្សបាត់យ៉ាងអាត់កំបាំងដែលប្រការនេះអ្នកស្រុកគេល្បីតគ្នាថាគឺមានក្រុមមនុស្សជិតខ្មៅមួយក្រុមវាបានចាប់យកអ្នកភូមិនៅរៀងរាល់ពេលយប់ស្ងាត់ដំណឹងនៃការបាត់ខ្លួនរបស់មនុស្សនេះបានធ្វើឲ្យដង្ខៅមើលនិងអ្នកភូមិគឺពិតជាមានការព្រួយបារម្ភជាខ្លាំងទោះត្បិតថារឿងទាំងអស់នេះគឺមិនទាន់បានកាត់ឡើងដល់ភូមិស្រុករបស់ពួកគាត់យ៉ាងណាក៏ដោយហើយដង្ខៅមើលគឺគាត់ពិតជាឆ្ងល់ណាស់ថាតើពួកឈុតខ្មៅដែលបិទមុខចិត្តនោះវាចាប់មនុស្សយកទៅធ្វើអ្វីឬមួយពួកវាគឺជាក្រុមចោរប៉ុន្តែបើតាមតែអ្នកភូមិនិយាយតគ្នានេះថាការបាត់មនុស្សនេះគឺមិនដែលបានបាត់ទ្រព្យសម្បត្តិនោះឡើយគឺចាប់យកតែមនុស្សនោះទេហើយការចាប់នេះទៀតសោតគឺចាប់យកតែមនុស្សធំចំណែកឯកូនក្មេងគឺក្រុមមនុស្សឈុតខ្មៅទាំងអស់នោះគឺមិនបានចាប់យកទៅឡើយហើយរឿងដែលកាន់តែឆ្ងល់ទៅនោះថាតើក្រុមមនុស្សឈុតខ្មៅទាំងអស់នោះគឺជានរណាក៏ព្រោះតែនៅរៀងរាល់ពេលដែលពួកគេធ្វើប្រតិបត្តិការឬក៏សកម្មភាពគឺគ្មាននរណាម្នាក់ដែលឃើញមុខពួកគេឡើយក៏ព្រោះតែពួកគេស្លៀកនៅសម្លៀកបំពាក់ឈុតខ្មៅហើយមិនត្រឹមតែប៉ុណ្ណោះទេពួកគេគឺបានបិទមុខដោយស្រោមមុខខ្មៅថែមទៀតបន្ទាប់ពីលឺនៃរឿងរ៉ាវនៃដំណឹងនៃការបាត់ខ្លួនរបស់មនុស្សនៅភូមិក្បែរខាងដង្ខៅមើលគឺគាត់មានការព្រួយបារម្ភជាខ្លាំងជាពិសេសគឺព្រួយបារម្ភចំពោះសុខសុវត្ថិភាពកូនស្រីជាទីស្រឡាញ់របស់គាត់ដោយដង្ខៅមើលគាត់បានបញ្ជាទៅកាន់បរិវាររបស់គាត់បើព្រះរបស់គាត់គឺត្រូវស្វែងរកអ្នកខ្លាំងដើម្បីយកមកការពារនៅក្នុងដែនដីនៃភូមិគ្រឹះរបស់គាត់ក៏ព្រោះតែពេលនេះស្ថានភាពទៅជាយ៉ាងណាពួកគាត់គឺមិនបានដឹងឡើយមួយវិញទៀតអ្នកខ្លាំងទាំងពីរនាក់គឺបងយឿននិងបងសឹងពេលនេះក៏មិនដឹងថាពួកគាត់នៅទីណាដែរហើយបើសិនជាមានពួកគាត់នៅទីនេះឡោះនៅក្នុងភូមិរបស់ពួកគាត់គឺប្រកាសជាមិនមានបញ្ហាអ្វីនោះទេបន្ទាប់ពីរៀបចំកងកម្លាំងការពាររួចរាល់ហើយដង្ខៅមើលគាត់ក៏បានឲ្យគំនិតទៅកាន់អ្នកភូមិជាពិសេសគឺលោកមេភូមិឲ្យប្រកាសទៅប្រាប់អ្នកភូមិទាំងឡាយដែលនៅក្នុងភូមិមួយនេះឲ្យមានការប្រុងប្រយ័ត្នឲ្យខ្លាំងមែនទែនតាមតែធ្វើទៅបានជាពិសេសគឺដាច់ខាតកុំឲ្យតែណាចោលគ្នានៅក្នុងសមាជិកគ្រួសារមួយនោះហើយមួយវិញទៀតបើសិនជាចាប់ពីពេលល្ងាចទៅគឺត្រូវតែប្រមូលផ្ដុំគ្នានៅលើផ្ទះហើយព្យាយាមយកគ្រឿងអាវុធដែលអាចទុកជារបស់ការពារខ្លួនគឺដាក់នៅលើផ្ទះឲ្យបានច្រើនហើយបើសិនជាអាចគឺត្រូវតែមានគ្រប់ដែរហើយមួយវិញទៀតគឺត្រូវបិទទ្វារចាក់គន្លឹះឲ្យជាប់មែនទែននៅពេលដែលឮសំឡេងអ្វីមួយគឺត្រូវតែប្រយ័ត្នហើយបើសិនជាអាចកុំចុះម្ដីឲ្យសោះនៅពេលយប់ព្រោះថាពួកគាត់គឺមើលមិនឃើញថាមិនត្រូវទេត្បិតថាព័ត៌មាននេះគឺលេចលឺនៅភូមិក្បែរខាងរបស់គាត់ប៉ុន្តែអាចថានៅពេលណាមួយឬក៏ពេលឆាប់ឲ្យក្រុមឈុតខ្មៅទាំងអស់ហ្នឹងវានឹងរីករាលដាលមកកាន់ភូមិពួកគាត់ព្រោះពួកគាត់គឺមិនទាន់ដឹងច្បាស់ថាពួកគេជាអ្នកណាហើយមួយវិញទៀតគឺមិនទាន់រកមកឃើញមេក្រុមនៃក្រុមឈុតខ្មៅនោះនៅឡើយនៅយប់នោះដដែលក្តីបារម្ភរបស់ដង្ខៅមើលគឺពិតជាកើតឡើងមែននៅវេលាយប់ស្ងាត់គ្រាដែលគ្រប់គ្នាចូលនឹងទ្រាអស់ទៅហើយនេះរួមទាំងដង្ខៅមើលផងដែរនោះក៏ស្រាប់តែដង្ខៅមើលជាមួយនឹងបរិវាររបស់គាត់នៅក្នុងផ្ទះរបស់គាត់ហ្នឹងគឺបានឮភាពចលាចលនៅក្នុងភូមិដោយសំឡេងស្រែកទ្រហោយំនិងស្រែកដោយភាពឈឺចាប់រួមជាមួយនឹងស្រែកឲ្យអ្នកភូមិទាំងឡាយគឺព្យាយាមចូលទៅជួយដោយកំពុងតែមានអ្វីមួយគឺយាយីអយុជីវិតទៅកាន់គ្រួសារមួយអញ្ចឹងបន្ទាប់ពីឮសំឡេងឈូឆរនិងភាពចលាចលនៅក្នុងភូមិបែបនេះអ្នកភូមិទាំងអស់ក៏រួមគ្នាសាមគ្គីគ្នាស្ទុះរត់ទៅរកមើលនៅទីតាំងនៃសំឡេងស្រែកមួយនោះប៉ុន្តែគ្រាដែលទៅហ្នឹងគឺដង្ខៅមើលគាត់មិនបានទៅដោយផ្ទាល់ខ្លួនគាត់ទេគឺគាត់បានបញ្ជូននៅកម្លាំងរបស់គាត់ទៅបន្ទាប់ពីទៅបាត់មួយសន្ទុះបរិវាររបស់ដង្ខៅមើលគាត់ក៏បានវិលត្រឡប់មកវិញហើយគាត់បានរាយការណ៍នៅអ្វីដែលគាត់បានដឹងទទួលបានឃើញថាមានគឺក្រុមចោរឈុតខ្មៅហ្នឹងគឺបានមកចាប់អ្នកភូមិនៅក្នុងគ្រួសារមួយដែលក្រុមឈុតខ្មៅទាំងអស់នោះគឺចាប់យកទៅតែមនុស្សធំប្រហែលអ្នកនោះទេហើយសម្រាប់ក្មេងៗដែលនៅក្នុងផ្ទះមួយហ្នឹងគឺមិនបានបាត់ខ្លួនទៅណាឡើយចំណែកឯក្រុមឈុតខ្មៅទូទៅបត់ថាអ្នកភូមិប្រញាប់ប្រញាល់ស្ទុះស្ទីរត់សម្ដៅទៅកាន់ផ្ទះដែលកើតហេតុក៏ពិតមែន
ប៉ុន្តែអ្នកភូមិគឺទៅមិនទាន់ពួកគេឡើយគឺទាន់តែកន្ទុយតែបន្តិចហើយក៏មានមួយក្រុមទៀតដែលជាក្រុមអ្នកភូមិហ្នឹងណាបានប្រយុទ្ធតទល់ជាមួយនឹងក្រុមឈុតខ្មៅនឹងដែរប៉ុន្តែអ្វីដែលចម្លែកគឺគេបានសន្និដ្ឋានថាក្រុមឈុតខ្មៅទាំងអស់ហ្នឹងណាប្រៀបបីដូចជាមិនមែនជាមនុស្សពួកគេគឺប្រៀបបីដូចជាពពួកបិសាចអញ្ចឹងក៏ព្រោះតែអ្នកភូមិដែលបានប្រយុទ្ធតទល់ដោយផ្ទាល់ជាមួយនឹងក្រុមឈុតខ្មៅហ្នឹងគឺមិនអាចតទល់ឈ្នះឡើយដោយពួកគេគឺសុទ្ធសឹងតែជាក្រុមដែលមានវេទមន្តដែលអ្នកភូមិគឺត្រូវរងរបួសជាដំណំអ្នកណាដែលព្យាយាមចូលទៅប្រឆាំងជាមួយពួកគេអាចនឹងស្លាប់ដល់បាត់បង់ជីវិតផងក៏ថាបានហើយក្រុមចៅឈុតខ្មៅទាំងអស់ហ្នឹងគឺមានគ្នាប្រមាណជា6ទៅ10នាក់ឯណោះមិនមែនមកតែម្នាក់ឯងនោះទេបន្ទាប់ពីហេតុការណ៍នៃការឈ្លានពានពីសំណាក់ក្រុមឈុតខ្មៅមកនេះធ្វើឲ្យអ្នកភូមិនៅក្នុងភូមិរវល់ដង្ខៅមើលគឺកាន់តែកើតមានក្តីបារម្ភជាខ្លាំងជាពិសេសអ្នកភូមិគឺចាប់ផ្ដើមនឹករលឹកទៅកាន់បងយឿននិងបងសឹងហើយដង្ខៅមើលគាត់ក៏ដឹងពីរឿងនេះគាត់ក៏ដកដង្ហើមធំហើយគាត់ក៏និយាយខ្សឹបតែម្នាក់ឯងគាត់និយាយថាតើឥឡូវនេះនាយយឿនជាមួយនឹងនាយសឹងនៅទីកន្លែងណាបើសិនជាមានពួកគេទាំងពីរនាក់ហ្នឹងច្បាស់ណាស់ក្រុមចៅឈុតខ្មៅទាំងអស់នោះគឺមិនមែនជាដៃគូរបស់នាយទាំងពីរទេប៉ុន្តែបែរជានាយទាំងពីរបាត់ព័ត៌មានពីដែនភូមិមួយនេះក្នុងគ្រាអំឡុងពេលដែលដែនភូមិគឺកំពុងតែវឹកវរទៅវិញហើយរាល់មនុស្សដែលក្រុមឈុតខ្មៅនឹងចាប់ទៅគឺមិនដែលមាននរណាម្នាក់អាចវិលត្រឡប់មកវិញឡើយអញ្ចឹងមានន័យថាពួកគេទៅច្បាស់ណាស់ប្រកាសជាត្រូវក្រុមឈុតខ្មៅនោះវាសម្លាប់ចោលចែកជាមិនខានប៉ុន្តែហេតុផលពិតនៅពីក្រោយថាតើក្រុមឈុតខ្មៅនោះវាចាប់មនុស្សយកទៅធ្វើអីគឺគ្មាននរណាម្នាក់បានដឹងឡើយដោយមិនអាចរកមូលហេតុនិងធ្វើអ្វីបាននៅអំឡុងពេលនេះរឿងដែលចាំបាច់បំផុតសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ឬក៏អ្នកតំបន់ផ្សេងក៏ដោយគឺព្យាយាមប្រកបប្រកាសប្រាប់គ្នាបានដឹងអំពីបញ្ហាមួយនេះហើយប្រយ័ត្នឲ្យមែនទែនរឹតបន្តឹងនៅរាល់ការចេញចូលនៅក្នុងភូមិហើយបើឃើញមាននរណាម្នាក់គួរឲ្យសង្ស័យគិតថានោះគឺជាសមាជិកនៃក្រុមឈុតខ្មៅគឺត្រូវរាយការណ៍មួយនេះទៅកាន់មេភូមិជាបន្ទាន់ដោយមិនអាចឈរអបដៃមើលដង្ខៅមើលគឺជាមនុស្សដែលមានយស័ក្តិមានទ្រព្យសម្បត្តិហើយគាត់ក៏ស្ថិតនៅក្នុងភូមិនេះផងដែរអញ្ចឹងដង្ខៅមើលគាត់បានបញ្ជាទៅឲ្យកូនចៅរបស់គាត់ដែលសុទ្ធសឹងតែជាមនុស្សដែលមានស្នាដៃថ្វីដៃនៃការប្រយុទ្ធជាច្រើននាក់ពោពេញទៅដោយកម្លាំងនិងប្រដាប់ដោយអាវុធគឺនៅចាំគាំពៀននិងខ្លំមើលហើយការពៀភូមិមួយនោះទាំងមូលដោយបើយើងមើលទៅដង្ខៅមើលគឺគាត់ពិតជាស្រឡាញ់អ្នកភូមិគាត់ខ្លាំងមែនទែនដោយគាត់មានបរិវារជាច្រើននាក់ហើយគាត់គឺមិនសំងំសោកយកតែឯងនោះទេដោយគាត់នឹងត្រូវធ្វើអ្វីគ្រប់យ៉ាងតាមតែអាចធ្វើទៅបានដើម្បីជួយសង្គ្រោះអ្នកភូមិរបស់គាត់បើយើងក្រឡេកទៅមើលបងយឿននិងបងសឹងឯនោះវិញឃើញថាការរៀនវិជ្ជាអាគមរបស់ពួកគាត់វិញគឺមិនងាយស្រួលនោះទេព្រោះពេលនេះមើលទៅបងយឿនហាក់មានអារម្មណ៍ច្របូកច្រមុល់និងមិនស្ងប់តទៅសោះនៅពេលដែលឃើញថាដៃគូដៃកោរបស់ខ្លួនមានសភាពមើលទៅហាក់បីដូចជារវើរវាយនិងពិបាកក្នុងខ្លួនខ្លាំងពេកបងសឹងគាត់ក៏បានទៅដាស់បងយឿនឲ្យដឹងខ្លួនពីការសមាធិឡើងមកវិញបន្ទាប់ពីដឹងខ្លួនពេលនោះបងសឹងគាត់ក៏សួរអាយឿនហែងកាត់អីមែនបងយឿនគាត់ក៏បានដកដង្ហើមបើទាំងហក់ហាក់បីដូចជាគាត់គឺពិបាកខ្លួនខ្លាំងមែនតើដោយពេលនោះបងយឿនគាត់ក៏និយាយថាមិញហ្នឹងគឺគាត់បានសម័យឃើញអ្នកភូមិរបស់គាត់ជួបនៅគ្រោះថ្នាក់ដោយមានពពួកបិសាចជាច្រើនគឺវាបានចូលទៅអុកលុកនៅក្នុងភូមិហើយបានសម្លាប់និងធ្វើបាបអ្នកភូមិជាច្រើនរួមទាំងនាងកនថាហើយនិងលោកសិទ្ធិដែលជាឪពុករបស់នាងកនថាទៀតផងហើយនៅក្នុងការមើលឃើញនេះគាត់ឃើញថាអ្នកភូមិទាំងអស់នោះគឺសុទ្ធសឹងតែស្រែកហៅឈ្មោះរបស់គាត់ជាមួយនឹងបងសិនហើយសូមឲ្យពួកគាត់នឹងជួយជីវិតរបស់ពួកគេផងប៉ុន្តែនៅក្នុងការស្រមៃនៅតទៅទៀតគាត់ទាំងពីរនាក់នេះគឺព្យាយាមជួយដល់គ្រប់មធ្យោបាយយ៉ាងណាក៏ដោយក៏នៅតែមិនអាចតទល់ឈ្នះជាមួយនឹងវងបិសាចទាំងអស់នោះជាចុងក្រោយមនុស្សជាច្រើនគឺបានស្លាប់បាត់បង់ជីវិតនៅក្នុងភូមិហើយមនុស្សជាទីស្រឡាញ់របស់គាត់ជាច្រើននេះក៏ត្រូវបានវងបិសាចទាំងអស់នោះចាប់យកទៅទីណាក៏មិនដឹងដល់ពេលដែលឮការរៀបរាប់បែបនេះបងសឹងគាត់ក៏សួរបន្តថាពួកបិសាចទាំងអស់ហ្នឹងវាចាប់ទៅទីកន្លែងណាក្រែងលោថាបងយឿនហ្នឹងគឺគាត់បានសម័យឃើញពីទីតាំងរបស់វងបិសាចទាំងអស់នោះប៉ុន្តែបងយឿនគាត់ក៏តបវិញថាគាត់ក៏មិនដឹងទេមូលហេតុដែលគាត់មិនដឹងគឺវាចិត្តដល់អាកន្លែងដែលគាត់ដឹងហើយនេះប៉ុន្តែបែរជាបងសឹងហ្នឹងមកដាស់គាត់ធ្វើឲ្យគាត់នឹងភ្ញាក់ពីការស្រមើស្រមៃវិញហ្នឹងបន្ទាប់ពីមិនអាចយល់បានពីអ្វីដែលគាត់បានឃើញនៅមុននេះបន្តិចហ្នឹងបងយឿនគាត់ក៏បានស្វែងរកទៅកាន់
ព្រះគ្រូថាតើឥឡូវនេះព្រះគ្រូគាត់នៅទីណាក៏មានតែព្រះគ្រូទេទៅដឹងអំពីការស្រមើស្រមៃនិងការមើលឃើញរបស់គាត់មួយនេះប៉ុន្តែគ្រាដែលមកយឿននិងបងសឹងគាត់ស្វែងរកព្រះគ្រូហ្នឹងគឺគាត់មិនបានឃើញវត្តមានរបស់ព្រះគ្រូនៅទីហ្នឹងនោះទេទាំងដែលមុនហ្នឹងពេលដែលគាត់កំពុងតែសមាធិឬក៏មុនពេលការចាប់ផ្ដើមសមាធិមួយហ្នឹងគឺព្រះគ្រូនៅក្បែរគាត់នៅឡើយគ្រាដែលមិនអាចរកព្រះគ្រូឃើញពួកគាត់កាន់តែឆ្ងល់ណាស់ថាឥឡូវនេះវាទៅជាយ៉ាងម៉េចទៀតហើយឬមួយក៏ព្រះគ្រូម្នាក់ហ្នឹងគឺបោកប្រាស់ពួកគាត់នៅគ្រាដែលពួកគាត់ទាំងពីរនាក់នេះកំពុងតែងឿងឆ្ងល់ជាមួយនឹងព្រះគ្រូនិងបាត់បង់ទំនុកចិត្តទៅលើព្រះគ្រូនោះទៀតផងនោះក៏ស្រាប់តែរំពេចនោះមានដុំថ្មមួយដុំហោះយ៉ាងលឿនសំដៅមកកាន់ពួកគាត់នៅពេលនោះពួកគាត់ដោយសារតែជាអ្នកដែលចេះវិជ្ជាគុណស្រាប់ផងពួកគាត់ក៏អាចគេចផុតពីដុំថ្មមួយនោះប៉ុន្តែដើមឡើយពួកគាត់គិតថាវាគ្រាន់តែជាដុំថ្មដែលមាននរណាម្នាក់គប់សំដៅមកកាន់ពួកគាត់តែការគិតមួយនេះគឺខុសក៏ព្រោះតែដុំថ្មដែលបានហោះរំលងផុតពួកគាត់ទៅវាមិនបានបញ្ឈប់ត្រឹមនឹងទេវាក៏បានហោះបកស្ទុបមកសំដៅពួកគាត់វិញដែលហាក់បីដូចជាវាកំពុងតែវាប្រហារហើយមើលទៅដុំថ្មហ្នឹងប្រៀបបីដូចជាដុំថ្មដែលមានវិញ្ញាណអញ្ចឹងបន្ទាប់ពីឃើញថាដុំថ្មមួយនោះអាចហោះហើរនិងវាប្រហារមកកាន់ពួកគាត់បានណាទៅបងទាំងពីរនាក់គាត់យល់ច្បាស់ថាតាមពិតទៅនេះគឺជាដុំថ្មហោះដែលគាត់បានឃើញតាំងពីដំបូងហើយឥឡូវនេះមិនដឹងថាមូលហេតុអ្វីទេបានជាដុំថ្មហោះមួយហ្នឹងវាព្យាយាមវាប្រហារមកកាន់គាត់នៅពេលដែលពួកគាត់ដឹងហើយពួកគាត់ក៏បានត្រៀមលក្ខណៈដើម្បីប្រយុទ្ធតទល់ជាមួយនឹងដុំថ្មហោះមួយដុំហ្នឹងដើមឡើយពួកគាត់គិតថាវាមានតែមួយដុំប៉ុន្តែបន្ទាប់មកក៏ស្រាប់តែមានដុំថ្មជាច្រើនផ្សេងទៀតមានទាំងតូចមានទាំងធំគឺវាហោះអណ្ដែតនៅក្នុងលំហដែលប្រកាសឃើញបែបនេះពួកគាត់ដឹងច្បាស់ណាស់ថាពួកគាត់គឺមិនអាចតទល់បានដោយផ្ទាល់នោះទេពួកគាត់គឺត្រូវតែប្រើវិធីនិងមន្តវិជ្ជាការនិងវិជ្ជាគុណដែលពួកគាត់មាននៅពេលនោះបងយឿនគាត់ក៏បានប្រាប់ទៅវិធីទៅដល់បងសឹងគាត់បានឲ្យបងសឹងនេះជាមួយខ្លួនគាត់ផ្ទាល់គឺប្រើនៅមន្តវិជ្ជាការដែលរៀនចេះចាំពីគ្រូសំហើយមន្តវិជ្ជាការដែលគាត់យកមកប្រើនៅពេលនេះគឺការប្រើនៅមន្តវិជ្ជាការបំបាំងកាយនៅពេលដែលពួកគាត់ប្រើវិជ្ជាបំបាំងកាយឃើញថាដុំថ្មហោះទាំងអស់ហ្នឹងណាវាប្រហារមិនត្រូវពួកគាត់ឡើយវាមិនអាចចាប់ពីទីតាំងរបស់ពួកគាត់ថាតើពួកគាត់ទាំងពីរនាក់នេះវាស្ថិតនៅទីណាក៏ព្រោះតែដុំថ្មហោះទាំងអស់នោះហាក់បីដូចជារៀងស្ទើររត់ដែរមិនអាចចាប់ពីទីតាំងនិងសម្គាល់នៅទីកន្លែងរបស់ពួកគាត់បានដោយឃើញថាជាឱកាសល្អពួកគាត់មានព្រៀបហើយនៅពេលនេះបងយឿននិងបងសឹងក៏រួមសហការគ្នាដោយវាទម្លាក់ដុំថ្មទាំងអស់នោះធ្លាក់ហើយវាក៏លែងអាចវាប្រហារទៅកាន់ពួកគាត់បានទៀតបន្ទាប់ពីអាចបញ្ឈប់សកម្មភាពដុំថ្មហោះទាំងអស់នោះហើយបងយឿននិងបងសឹងគឺកាន់តែមានអារម្មណ៍សង្ស័យខ្លាំងទៀតហើយទៅលើព្រះគ្រូថាតើព្រះគ្រូកំពុងតែលេងល្បិចអ្វីជាមួយនឹងពួកគាត់គ្រាដែលកំពុងតែគិតហើយគិតថាពួកគាត់នឹងគឺផុតពីគ្រោះថ្នាក់ហើយប៉ុន្តែខុសពីការគិតទៀតហើយនៅពេលនោះក៏ស្រាប់តែមានសភាវៈចម្លែកពីរបែបទៀតគឺមានមនុស្សថ្មជាមួយនឹងមនុស្សទឹកដែលពួកគាត់បានឃើញតាំងពីដំបូងដូចគ្នាជាមួយនឹងដុំថ្មហោះនឹងឯងហើយសភាវៈទាំងពីរហ្នឹងគឺមិនបាននិយាយអ្វីមកកាន់ពួកគាត់នោះទេគឺគ្រាន់តែឃើញពួកគាត់ភ្លាមពួកវាទាំងពីរហ្នឹងក៏បានស្ទុបមកវាប្រហារពួកគាត់ទាំងកំរោលដោយនៅក្នុងការវាប្រហារមួយនេះឃើញថាបងទាំងពីរនេះទោះបីថាពួកគាត់ទាំងពីរនេះបានប្រើនៅវិធីដដែលគឺប្រើនៅមន្តវិជ្ជាការដើម្បីបំបាក់កាយដើម្បីបំលាស់ទីនិងរកឱកាសឆ្មក់ល្អវាប្រហារទៅកាន់សភាវៈទាំងពីរនោះប៉ុន្តែលើកនេះគឺមិនដូចលើកមុនដោយវិធីនៃការបំបាក់កាយរបស់ពួកគាត់គិតថាសភាវៈទាំងពីរនោះវាមើលcònមិនឃើញប៉ុន្តែមិនដូច្នោះទេសភាវៈទាំងពីរនោះគឺវានៅតែអាចវាប្រហារមកកាន់ពួកគាត់បានដដែលដោយអស់វិធីពួកគាត់ទាំងពីរនាក់នេះក៏ប្រឈមមុខដោយផ្ទាល់ជាមួយនឹងសភាវៈទាំងពីរដោយប្រើអាគមផងដោយប្រើនៃវិជ្ជាគុណរបស់ពួកគាត់ដែលមានស្រាប់ផងប៉ុន្តែការប្រយុទ្ធមួយនេះហាក់បីដូចជាតានតឹងខ្លាំងមែនទែនសម្រាប់បងទាំងពីរមូលហេតុក៏ព្រោះតែពួកគាត់នេះគឺអត់មានអាវុធសម្រាប់ការប្រយុទ្ធនោះទេគឺដៃទទេម្ល៉េះហើយសភាវៈទាំងអស់នេះវាគឺជាសភាវៈអាគមទៀតនោះហើយមិនមែនជាសភាវៈអាគមធម្មតានោះឡើយវាគឺជាសភាវៈអាគមដែលមានឫទ្ធិអំណាចខ្លាំងអញ្ចឹងការប្រយុទ្ធគឺធ្វើឲ្យពួកគាត់គឺមានភាពតានតឹងនិងត្រូវខ្ទាតប៉ើងជាញឹកញយដោយសារតែកម្លាំងដ៏មហិមារបស់សភាវៈអាគមទាំងអស់នេះមន្តវិជ្ជាការមជ្ឈពឹស
ដែលបងទាំងពីរគាត់បានរៀនសូត្រចេះចាំចំណាំចាំស្ទាត់ពីគ្រូសំក៏នៅតែមិនអាចមានឥទ្ធិពលទៅលើសភាវៈអាគមទាំងពីរនេះដែលអស់ជំរឿពួកគាត់ក៏បានចែកគ្នាក្នុងការប្រយុទ្ធដោយបងយឿនគឺត្រូវប្រយុទ្ធជាមួយនឹងមនុស្សទឹកខណៈដែលបងសឹងគឺត្រូវប្រយុទ្ធជាមួយនឹងមនុស្សថ្មឃើញថាការប្រយុទ្ធរបស់បងសឹងជាមួយនឹងមនុស្សថ្មបងសឹងគឺពិបាកទប់ទល់ជាមួយនឹងមនុស្សថ្មនោះខ្លាំងមែនទែនដោយបងសឹងគឺបានប្រើនៅកណ្ដាប់ដៃរបស់គាត់ដែលសែតនៅមុនគាថាព្យាយាមវាយសន្ធប់និងព្យាយាមហក់ឡើងទៅលើមនុស្សថ្មនោះយ៉ាងណាក្តីប៉ុន្តែនៅតែមិនអាចធ្វើអ្វីទៅកាន់មនុស្សថ្មបានតទៅសោះមិនត្រឹមតែប៉ុណ្្នឹងទេដោយមិនអាចធ្វើអ្វីទៅលើមនុស្សថ្មនោះបានហើយថែមទាំងត្រូវមនុស្សថ្មនោះព្យាយាមកវែងកវាត់គាត់ឲ្យប៉ាងខ្ទប់ទៅនឹងជញ្ជាំងថ្មថែមទៀតទោះត្បិតថាមើលទៅទំនងថាมันអាចតទល់បានប៉ុន្តែសម្រាប់បងសឹងនេះគឺគាត់មិនចោះចាញ់នឹងរាថោនោះឡើយគាត់នៅតែព្យាយាមប្រឹងប្រែងប្រយុទ្ធជាមួយនឹងមនុស្សថ្មនោះរហូតដល់ទីបញ្ចប់បើយើងងាកក្រឡេកទៅកាន់បងយឿនឯនោះវិញគឺគាត់កំពុងតែប្រយុទ្ធគ្នាជាមួយនឹងមនុស្សទឹកដោយបងយឿនគឺគាត់មានភាពវៃឆ្លាតជាងបងសឹងបន្តិចដែលគាត់គឺមិនបានចូលទៅប្រយុទ្ធដោយប្រើដៃភ្លាមៗនោះទេគឺគាត់បានប្រើនៅចំណងអាគមរបស់គាត់រូតរឹតទៅលើមនុស្សទឹកមួយនោះប៉ុន្តែឃើញថាឥទ្ធិពលនៃចំណងអាគមមួយនោះគឺមានឥទ្ធិពលបានតែមួយគ្រាប៉ុណ្ណោះទៅលើមនុស្សទឹកហើយមនុស្សទឹកក៏អាចផ្ដាច់ចំណងអាគមមួយនោះនិងមកវាយប្រហារមកកាន់គាត់ហើយការវាយប្រហារមួយហ្នឹងត្បិតថាខ្លួនគឺជាទឹកមើលទៅសភាពដូចជាទឹកទាំងស្រុងប៉ុន្តែមនុស្សទឹកមួយហ្នឹងគឺនៅតែអាចវាយប្រហារត្រូវមកកាន់បងយឿនដែលធ្វើឲ្យបងយឿនគឺពិបាកក្នុងការតទល់ជាខ្លាំងត្បិតថាបងយឿនគាត់គឺជាមនុស្សដែលខ្លាំងខាងប្រើថ្វីដៃគាត់មិនសូវជាប្រសពក្នុងការប្រើប្រាស់អាវុធទេចំណុចដែលខ្លាំងរបស់បងយឿនតាំងពីដើមមកគឺជាការប្រើប្រាស់ថ្វីដៃនិងកម្លាំងដៃមហាទម្ងន់និងភាពរហ័សរហួនរបស់គាត់ដោយឃើញថាចាញ់ព្រៀបការប្រើប្រាស់នៅមន្តវិជ្ជាការក៏ពិបាកទប់ទល់ពេលនោះគឺគាត់មិនទាន់បានប្រើនៅវិធីរបស់គាត់មួយទៀតទេគឺប្រើខ្លាអាគមរបស់គាត់ព្រោះគាត់គិតថាគាត់អាចតទល់បានហើយគាត់គឺមិនចង់បញ្ចេញនៅខ្លាអាគមរបស់គាត់ឡើយពេលនោះបងយឿនគាត់ក៏បានស្ទែកនៅមន្តគាថាមហាទម្ងន់របស់គាត់ដែលគាត់គិតថាតែមួយដៃនេះគឺនឹងអាចបញ្ចប់ជីវិតឬក៏ឆក់យកជីវិតរបស់មនុស្សទឹកនឹងបានប៉ុន្តែការគិតរបស់គាត់គឺផ្ទុយស្រឡះនៅពេលដែលគាត់សែបមន្តគាថាមហាទម្ងន់ដាក់ចូលទៅក្នុងខ្លួនរបស់គាត់ហើយគាត់ក៏បានហក់មួយទំហឹងស្ទុះទៅវាយទៅលើមនុស្សទឹកមួយនោះប៉ុន្តែការវាយមួយហ្នឹងមិនបានត្រូវមនុស្សទឹកនោះទេបែរជាធ្លុះចូលទៅក្នុងទីតាំងមួយផ្សេងដែលជាទីតាំងពោពេញទៅដោយទឹកហើយពេលហ្នឹងនៅពេលដែលវាយហ្នឹងវាយមិនត្រូវមនុស្សទឹកហ្នឹងហើយប៉ុន្តែបែរជាបងយឿនផ្ទាល់នេះគឺគាត់មានអារម្មណ៍ថាគាត់គឺឆ្លងចូលទៅដែនភពមួយផ្សេងទៀតតែពេលនេះគឺគាត់គឺកំពុងតែពិបាកដកដង្ហើមមែនតើដែលគាត់គឺកំពុងតែស្ថិតជាប់នៅក្នុងទឹកដោយនៅពេលនោះដែរបងយឿនគឺគាត់ព្យាយាមប្រវេប្រវាដើម្បីផុសចេញពីទឹកមួយនោះប៉ុន្តែគាត់នៅតែមិនអាចធ្វើបានដោយនៅពេលណាដែលគាត់ព្យាយាមប្រវេប្រវាផុសមកវិញនេះគឺមានកម្លាំងអ្វីមួយគឺទាញគាត់ចូលទៅក្នុងទឹកមួយហ្នឹងកាន់តែជ្រៅទៅដែលធ្វើឲ្យដង្ហើមរបស់គាត់គឺកាន់តែពិបាកដកហើយសម្ពាធទឹកក៏កាន់តែសង្កត់មកគាត់ខ្លាំងទៅមិនត្រឹមតែព្យាយាមទាញគាត់ចូលទៅក្នុងទឹកទេពេលនោះក៏មានកម្លាំងនៃទឹកគួចដ៏ខ្លាំងបានព្យាយាមទាញគាត់ទៅហើយឥទ្ធិពលនៃកម្លាំងទឹកគួចមួយហ្នឹងគឺបានបោកបក់គាត់នេះធ្វើឲ្យគាត់បោកខ្ទប់ទៅនឹងថ្មដែលវាមាននៅក្នុងទឹកហើយកម្លាំងនៃការបោកខ្ទប់មួយហ្នឹងធ្វើឲ្យបងយឿននេះគាត់បាត់បង់ស្មារតីវង្វេងមិនដឹងថាគាត់ត្រូវធ្វើអ្វីទៀតហើយទោះបីតែចង់ធ្វើអ្វីមួយក៏គាត់មិនអាចធ្វើបានដោយសារតែកម្លាំងនៃរាងកាយរបស់គាត់នេះគឺចុះខ្សោយខ្លាំងមែនទែនដោយឃើញថាខ្លួនគឺមិនអាចទប់ទល់ជាមួយនឹងកម្លាំងនៃទឹកគួចរួមជាមួយនឹងកម្លាំងដែលទឹកហូរនាំគាត់ទៅហ្នឹងណាបងយឿនគឺគាត់បានមកឲ្យខ្លួនរបស់គាត់ដោយគាត់គិតថាជីវិតរបស់គាត់នឹងត្រូវបញ្ចប់នៅពេលនេះហើយដោយមួយវិញទៀតគាត់គិតថាគាត់គឺចង់សម្រាកតែត្រឹមនេះបន្តមកគ្រប់យ៉ាងគាត់ក៏លែងនៅខ្លួនក៏ព្រោះតែកម្លាំងទឹកនិងការឆ្លក់ទឹកសម្ពាធទឹកបានធ្វើឲ្យគាត់គឺបាត់បង់ស្មារតីអស់រយៈពេលមួយគ្រាបន្ទាប់ពីបាត់បង់ស្មារតីអស់រយៈពេលប៉ុន្មានក៏មិនដឹងពេលនោះបងយឿនគាត់ក៏បានភ្ញាក់ឡើងហើយគាត់ក៏បើកភ្នែកព្រឹមសម្លឹងមើលទៅកាន់ទីតាំងដែលគាត់កំពុងតែស្ថិតនៅដល់ពេលនោះគាត់គិតថាខ្លួនគាត់គឺប្រកាសជាស្លាប់ហើយប៉ុន្តែជាក់ស្ដែងគឺអត់ទេនៅពេលដែលគាត់បើកភ្នែកមកពីការសន្លប់មួយនេះគាត់ក៏បានឃើញថាខ្លួនគាត់នេះគឺកំពុងតែស្ថិតនៅលើឆ្នេរខ្សាច់
នៅទីតាំងមួយទីកន្លែងណាក៏គាត់មិនបានដឹងហើយនៅពេលដែលគាត់សម្លឹងមើលឲ្យមែនតែនទៅគាត់ដឹងថាទីនេះគឺជាដែនកោះហើយវាគឺស្ថិតនៅលើកណ្ដាលមហាសមុទ្រដែលគ្មានកោះត្រើយមិនដឹងថាតើគាត់មកដល់ទីនេះលឿនបែបនេះដោយវិធីណានោះឡើយបន្ទាប់ពីឆ្ងល់នឹងសភាពដែលគាត់បានឃើញហើយគាត់កាន់តែឆ្ងល់ទៀតថាតើដែនកោះនេះគឺជាដែនកោះអ្វីពេលនោះបងយឿនគាត់ក៏បានដើរមើលនៅបរិវេណនៅក្បែរកោះមួយនោះគ្រាដែលគាត់កំពុងតែដើរសុកនេះក៏ស្រាប់តែមានសភាវៈបិសាចជាច្រើនបានចេញពីក្នុងព្រៃនៅលើដែនកោះមួយនោះហើយសភាវៈបិសាចទាំងអស់ហ្នឹងគឺមានសភាពខុសប្លែកពីសភាវៈបិសាចដែលគាត់ធ្លាប់ជួបដល់ដល់ដោយពួកវាគឺមានរូបរាងពណ៌សហើយសភាវៈបិសាចទាំងអស់ហ្នឹងគឺមានសភាពខ្លួនប្រេះជាមួយនឹងមាត់ពោពេញទៅដោយឈាមហើយពួកទាំងអស់ហ្នឹងគ្រាន់តែឃើញគាត់ភ្លាមសភាវៈបិសាចទាំងអស់នោះក៏មិនរងចាំយូរដែរវាក៏បានរត់មកវាយប្រហារមកកាន់បងយឿនទាំងកំរោលដោយឃើញថាគ្រោះថ្នាក់មកដល់បងយឿនគាត់ក៏បានព្យាយាមតទល់ដោយប្រើនៅអាគមគាថារបស់គាត់រួមជាមួយនឹងកម្លាំងដ៏ទន់ខ្សោយរបស់គាត់នេះប្រយុទ្ធជាមួយនឹងសភាវៈចម្លែកឬក៏សភាវៈបិសាចទាំងអស់នោះឃើញថាដោយសារតែខ្លួនគឺគ្មានកម្លាំងម្យ៉ាងវិញទៀតអារម្មណ៍ក៏វាមិនមូលចឹងការប្រើប្រាស់នៅមន្តគាថារួមជាមួយនឹងវិជាគុណដែលមាននៅក្នុងខ្លួនហ្នឹងគឺมันអាចប្រយុទ្ធតទល់ឈ្នះជាមួយនឹងវងសភាវៈបិសាចទាំងអស់នោះឡើយជាចុងក្រោយវងសភាវៈបិសាចដែលមានខ្លួនពណ៌សចង្កូមស្រួចមាត់ពោពេញទៅដោយឈាមនោះពួកវាក៏បានស្ទុះមកខំបងយឿនទាំងកំរោលហើយពួកវាបានខំបឺតជញ្ជក់ឈាមបងយឿនដោយសេចក្តីស្រេកឃ្លានបន្ទាប់ពីត្រូវបានវងបិសាចទាំងអស់នោះខំជញ្ជក់បឺតឈាមបងយឿនគាត់ក៏ខ្សោះកម្លាំងខ្លាំងមែនទែនហើយពេលនោះគាត់ក៏បាត់បង់ស្មារតីនិងសន្លប់បាត់ទៅហើយនឹងលែងដឹងអ្វីទាំងអស់នៅពេលបន្ទាប់បន្តិចក្រោយមកបងយឿនគាត់ក៏ឮសំឡេងមួយដោយសំឡេងនោះគឺជាសំឡេងហៅគាត់អាយឿនក្រោកឡើងនៅពេលដែលឮសំឡេងបែបនេះបងយឿនគាត់ក៏ភ្ញាក់ហើយគាត់ក៏បើកភ្នែកប្រឹមមើលម្ដងទៀតថាតើឥឡូវនេះគាត់បានស្លាប់ហើយមែននៅពេលដែលគាត់បើកភ្នែកមកគាត់ក៏បានឃើញអ្នកដែលហៅគាត់ហ្នឹងគឺជាបងសឹងនៅពេលដែលឃើញបងសឹងបែបនេះគាត់ក៏សួរបញ្ជាក់ទៅបងសឹងថាអញស្លាប់ហើយមែនហើយឥឡូវនេះអញនៅលើកោះកណ្ដាលសមុទ្រមែននៅពេលនោះបងសឹងគាត់ក៏តបវិញថាហែងមិនទាន់ស្លាប់ទេហែងនៅលើកោះឯណាឥឡូវហែងកំពុងតែស្ថិតនៅក្នុងព្រៃវេទមន្តតាហើយហែងចាំអត់ថាហែងស្លាប់នេះគឺដោយសារតែមនុស្សទឹកហ្នឹងគឺវាប្រហារមកកាន់ហែងហើយធ្វើឲ្យហែងហ្នឹងគឺឆ្លក់ទឹករហូតដល់បាត់បង់ស្មារតីស្លាប់បាត់ទៅបន្ទាប់ពីលើកបែបនេះបងយឿនគាត់ក៏សួរបន្តទៅកាន់បងសឹងថាចុះឥឡូវអាសភាវៈទាំងអស់ហ្នឹងវាទៅណាអស់ហើយបងសឹងគាត់ក៏ឆ្លើយតបថាឥឡូវនេះពួកវាគឺត្រឡប់ទៅវិញអស់ហើយអញនឹងក៏បានបណ្ដេញអាមនុស្សថ្មជាមួយនឹងមនុស្សទឹកវិលត្រឡប់ទៅវិញដូចគ្នាហើយមិនដឹងថាពេលនេះគឺវាទៅណានោះទេហើយពេលនេះពួកយើងគឺមានសុខភាពហើយបន្ទាប់ពីបងសឹងគាត់អាចសម្រួលអារម្មណ៍ឲ្យបងយឿនគឺវិលមករកសភាពដើមហើយក៏ស្រាប់តែពេលនោះក៏លេចវត្តមានរបស់ព្រះគ្រូដើរមកទាំងដើមមុនហ្នឹងគឺអត់មានវត្តមានព្រះគ្រូនៅទីកន្លែងមួយហ្នឹងទេនៅពេលដែលឃើញព្រះគ្រូភ្លាមទាំងដើមបងយឿននេះគឺគាត់ច្បោកច្បល់ក្នុងចិត្តជាខ្លាំងគាត់ក៏ប្រញាប់ស្ទុះទៅសួរព្រះគ្រូថាព្រះគ្រូតើអ្វីដែលខ្ញុំជួបមុនហ្នឹងវាកើតឡើងដោយរបៀបម៉េចហើយវាគឺជាប្រផ្នូលឬក៏យ៉ាងណាហើយតើវាកើតឡើងដោយវិធីណាមកលើគាត់បែបនេះនៅពេលដែលឮបងយឿនសួរបែបនេះព្រះគ្រូគាត់ក៏ឆ្លើយថាត្រូវហើយអ្វីដែលឯងឃើញមុនហ្នឹងវាគឺជាប្រផ្នូលមួយផ្នែកហើយមួយវិញទៀតវាកើតឡើងយ៉ាងណាគឺឯងដឹងខ្លួនហើយវាគឺកើតឡើងចេញពីខ្លួនឯងផ្ទាល់តែម្ដងនៅពេលដែលឮបែបនេះធ្វើឲ្យបងយឿនគាត់កាន់តែឆ្ងល់ទៀតហើយថាតើកើតឡើងចេញពីខ្លួនគាត់ផ្ទាល់ដោយយ៉ាងម៉េចទាំងតែគាត់គឺមិនបានទៅធ្វើអ្វីសោះព្រះគ្រូក៏បានតបទៅបងយឿនថាគ្រប់យ៉ាងដែលបងយឿនឃើញវាគឺជាប្រផ្នូលហើយវាកើតឡើងដោយសារតែបងយឿននេះមិនមានអារម្មណ៍ប្រមូលផ្ដុំអារម្មណ៍របស់បងយឿនគឺច្បោកច្បល់ខ្លាំងដែលធ្វើឲ្យសត្រូវគឺងាយនឹងចាប់ចំណុចបានហើយសត្រូវគឺយកអាភាពច្របូកច្របល់នៅក្នុងចិត្តរបស់បងយឿនហ្នឹងយកមកធ្វើជាចំណុចខ្សោយនិងវាប្រហារមកកាន់បងយឿនហើយពេលនេះគឺវាបានដឹងហើយនៅពេលដែលឮថាបានដឹងបងយឿនគាត់ក៏សួរបន្តទៅកាន់ព្រះគ្រូថាតើពួកវាបានដឹងអ្វីហើយពួកវានឹងសំដៅទៅកាន់អ្នកណាព្រះគ្រូគាត់ក៏បានតបថាពួកវានឹងគឺគ្រូចង់សំដៅទៅកាន់ពពួកបិសាចហើយការដែលពួកវាដឹងហ្នឹងគឺដឹងថាពួកឯងនេះគឺជាកូនសោដោះនៅយ័ន្តអាគមក្នុងការឃុំឃាំងស្ដេចបិសាចនៅក្នុងមណ្ឌលព្រះធរណីនឹងឯង
ហើយនៅពេលនេះសភាវេបិសាចឬក៏អំបូរនៃពពួកបិសាចរួមជាមួយនឹងក្រុមមនុស្សដែលជាក្រុមជ្រុលនិយមទៅលើស្ដេចបិសាចមួយហ្នឹងណាវាគឺបានដឹងថាឯងគឺស្ថិតនៅទីណាហើយមួយវិញទៀតពួកវានឹងព្យាយាមតាមរកពួកឯងទោះបីតែពួកឯងហ្នឹងមិនទៅរកពួកវាក៏ដោយហើយប្រការដែលពួកវាអាចរកពួកឯងឃើញនេះក៏ដោយសារតែអាយឿននេះមានចិត្តច្របូកច្របល់អត់ស្ងប់ក្នុងអារម្មណ៍ដែលធ្វើឲ្យពួកវាគឺចាប់ចំណុចបានក៏ព្រោះតែពួកវាណាមិនធម្មតាដោយអ្វីដែលពួកឯងគិតទេវាពេលនេះគឺកំពុងតែមានអារម្មណ៍ control ខ្លាំងហើយព្យាយាមធ្វើគ្រប់បែបយ៉ាងដើម្បីដោះស្ដាច់នៃបិសាចរបស់វាឲ្យចេញមកនៅក្រៅឃុំបានហើយវិធីដែលពួកវានឹងយកទៅប្រើក្នុងការដោះនៅសមាគមនឹងមាត់អណ្ដូងព្រះធរណីហ្នឹងណាគឺពួកវានឹងយកឈាមរបស់ពួកឯងទាំងពីរនេះទៅរួមបញ្ចូលគ្នាហើយធ្វើពិធីកិច្ចតាមរបៀបរបស់ពួកវាហើយមូលហេតុដែលឈាមរបស់ពួកឯងទាំងពីរនេះវាមានសារៈសំខាន់ដល់ប៉ុណ្ណឹងក៏ព្រោះតែពួកឯងគឺត្រូវបានចំណាចារមកថាគឺជាផ្នែកមួយនៃដំណើរការនៃការបង្កើតស្ដេចបិសាចមួយហ្នឹងអញ្ចឹងហើយឈាមពួកឯងគឺមានតម្លៃខ្លាំងណាស់ទោះបីតែថាពពួកបិសាចទាំងអស់ហ្នឹងវាមានឈាមរបស់អំបូរទេវតាបូករួមជាមួយនឹងឈាមរបស់អំបូរនៃពពួកបិសាចក៏ដោយប៉ុន្តែបើសិនជាមិនមានឈាមរបស់ពួកឯងដែលជាអំបូរនៃមនុស្សហ្នឹងទេគឺពួកគេក៏ធ្វើអីមិនកើតដែរហើយមួយវិញទៀតពួកឯងក៏កុំបារម្ភអីខ្លាំងពេកមូលហេតុក៏ព្រោះថាបើសិនជាមានឈាមតែម្នាក់នោះពួកវាក៏មិនអាចធ្វើពិធីអ្វីបាននោះដែរអញ្ចឹងលុត្រាតែពួកវានេះគឺមានឈាមទាំងពីរនេះពោលគឺតើតែមានឈាមរបស់បងយឿនបូកផ្សំលាយជាមួយនឹងឈាមរបស់បងសឹងទើបមានអត្តពលក្នុងការដោះសោឬក៏ដោះសេមានៃការគុំខាំងស្ដេចបិសាចមួយហ្នឹងហើយនៅពេលនេះអ្វីដែលពួកឯងអាចធ្វើបានគឺត្រូវតែប្រញាប់ព្យាយាមប្រមូលអារម្មណ៍ស្មារតីឡើងវិញដើម្បីរៀនវិជ្ជាអាគមដែលយើងបានបង្រៀនទៅកាន់ពួកឯងនេះឲ្យចេះចាំឲ្យបានកាន់តែឆាប់កាន់តែល្អក៏ព្រោះតែយើងមិនអាចស្មានបានទេថាពួកវានឹងមកដល់ទីនេះឬក៏មករកពួកឯងឃើញនៅពេលណាប្រសិនបើពួកឯងនេះអាចបញ្ចប់នៃការរៀនអាគមនេះបានណានោះពួកឯងគឺមានអត្តពលក្នុងការតបតជាមួយនឹងពួកវាបានងាយជាងហើយអ្វីដែលពួកឯងត្រូវធ្វើចាំបាច់បំផុតពេលនេះគឺអាយឿនគឺត្រូវតែប្រមូលស្មារតីឡើងវិញក៏ព្រោះតែពួកឯងទាំងពីរនេះគឺពេលនេះគឺកំពុងតែមានទំនាក់ទំនងជាមួយនឹងគ្នាបើសិនជានីយឿនឬក៏បងយឿនហ្នឹងណាគាត់មិនអាចគ្រប់គ្រងអារម្មណ៍ហើយគាត់មិនអាចសម្រេចបាននៅការសមាធិរបស់គាត់ឬក៏ការរៀននៅអាគមគាថារបស់គាត់ទេនោះវានឹងប៉ះពាល់ដល់ការរៀនរបស់បងសឹងដែរទោះបីថាបងសឹងគាត់មានអារម្មណ៍ប្រមូលផ្ដុំបានល្អយ៉ាងណាក៏ដោយក៏ព្រោះតែពេលនេះពួកគាត់ទាំងពីរនេះត្បិតថាមិនបានកើតនៅក្នុងផ្ទៃតែមួយប៉ុន្តែដំណក់ឈាមរបស់ពួកគាត់គឺមានតម្លៃស្មើគ្នាហើយមានគុណប្រយោជន៍ដូចគ្នាចំពោះបញ្ហាមួយហ្នឹងអញ្ចឹងហើយពួកគាត់គឺមានទំនាក់ទំនងគ្នាខ្លាំងណាស់បើសិនជាមិនសហការគ្នាបើសិនជាមានមួយខាងងាករេឬក៏មួយខាងមិនអាចសម្រេចផលបានទេណាវានឹងប៉ះពាល់ដល់មួយខាងទៀតជាក់ស្ដែងដោយពេលនេះអញ្ចឹងដែលបងយឿនគាត់ច្របូកច្របល់បញ្ហាក៏កើតឡើងទៅដល់បងសឹងដែរតែបងសឹងគឺគាត់ប្រមូលអារម្មណ៍សមាធិបានល្អណាស់នៅមុននេះប៉ុន្តែចុងក្រោយបែរជាមិនអាចសម្រេចផលបានទៅវិញដោយសារតែការដែលធ្វើប្រហែសឬក៏ការច្របូកច្របល់របស់បងយឿននឹងឯងបន្ទាប់ពីបានសម្ដាប់ការរៀបរាប់របស់ព្រះគ្រូរួចរាល់ហើយពួកគាត់ទាំងពីរនេះក៏យល់សេចក្ដីដោយមិនចាំយូរក៏ចាប់ផ្ដើមប្រមូលអារម្មណ៍និងសមាធិឡើងវិញអញ្ចឹងរឿងរ៉ាវរបស់បងយឿននិងបងសឹងក្នុងដំណើរបេសកកម្មកំចាត់ស្ដេចបិសាចបុរាណកាលភាគ1នេះគឺសូមបិទបញ្ចប់ត្រឹមនេះដោយវីដេអូក៏វែងណាស់ដែរហើយខ្ញុំក៏អធិស្ឋានបើសិនជាខ្ញុំនិទានទៅមិន smooth ឬក៏មិនរលូនទេរដប់អញ្ចឹងក៏ព្រោះតែខ្ញុំថតវីដេអូនេះគឺ2ថ្ងៃវីដេអូមួយនេះគឺពិបាកថតខ្លាំងមែនតើតាមព្រោះខ្ញុំចេះនិទានមកគឺមាន2រឿងនេះមួយនិងរឿងមុនមួយទៀតដែលពិបាកថតដូចគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនយើងសម្ដាប់ហើយក៏អធិស្ឋាននិងងាយយល់ហើយកុំភ្លេចប្រិយមិត្តដែលមិនទាន់បាន Subscribe កុំភ្លេចជួយ Subscribe Channel Rehu ម្នាក់មួយផងហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺខ្ញុំបាទនេះសូមចិត្តបងប្អូនយើងជួយចុច Subscribe Channel គឹមជីគីម្នាក់មួយផងហើយខ្ញុំនឹងទុកចម្ងល់ឲ្យបងប្អូនយើងហើយជួយ comment ប្រាប់ផងថាតើពួកគាត់នេះអាចសម្រេចការសមាធិបានដែរឬក៏យ៉ាងណាមួយវិញទៀតថាតើក្រុមមនុស្សឈុតខ្មៅហ្នឹងគឺជាអ្នកណាអត់ប្រកាសហើយពួកគេធ្វើបែបនេះក្នុងគោលបំណងអ្វី
ខ្ញុំគ្រាន់តែលំហៅបន្តិចសម្រាប់ក្រុមមនុស្សឈុតខ្មៅទាំងអស់ហ្នឹងណាគឺបងប្អូនបើសិនជាបានស្ដាប់រឿងភាគមុនប្រកាសជាបានស្គាល់ថាក្រុមមនុស្សទាំងអស់ហ្នឹងគឺជាអ្នកណាហើយថាតើចាំមើលភាគ2បងទាំងពីរអ្នកនេះគាត់នឹងធ្វើអ្វីជាមួយនឹងក្រុមឈុតខ្មៅទាំងអស់ហ្នឹងហើយតើបេសកកម្មរបស់គាត់មួយនេះអាចកំចាត់ស្ដេចបិសាចបុរាណកាលមួយនឹងបានដែរឬក៏យ៉ាងណាហើយរូបរាងពិតនៃស្ដេចបិសាចបុរាណកាលយើងនឹងដឹងនៅភាពបន្តទៀតអញ្ចឹងជាចុងក្រោយគឺខ្ញុំបាទក៏មានតែប៉ុណ្្នឹង complete comment like និងស្រាយចម្ងល់ដែលមានផងអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយបាយ